Pol Pot គឺជាលេខាបកកុម្មុយនីសកម្ពុជាដែលជាតំណែងខ្ពស់បំផុតនៅក្នុងបកនិងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមឬរបបប៉ុលពតប៉ុលពតគឺជាមនុស្សដ៏អាចកំបាំងម្នាក់ដែលចំណាយពេលភាគច្រើននៃជីវិតរបស់គាត់រស់នៅក្នុងការលាក់កំបាំងសូម្បីតែឈ្មោះនិងថ្ងៃខែឆ្នាំកំណើតក៏ប៉ុលពតបានផ្លាស់ប្ដូរដែរប៉ុលពតតាមពិតមានឈ្មោះដើមថាសឡុតសកើតនៅភូមិព្រៃស្បូវក្នុងខេត្តកំពង់ធំគេដឹងថាប៉ុលពតស្លាប់នៅថ្ងៃទី15ខែមេសាឆ្នាំ1998ក៏ប៉ុន្តែប៉ុលពតកើតនៅថ្ងៃណាខែណាឆ្នាំណានៅតែជាបញ្ហាមិនច្បាស់លាស់ដដែលយោងតាមវិទ្យុជាតិកម្ពុជាប្រជាធិបតេយ្យដែលបានផ្សាយនៅឆ្នាំ1977ប៉ុលពតកើតនៅឆ្នាំ1925ក៏ប៉ុន្តែយោងតាមឯកសារជាច្រើនដែលអាណាព្យាបាលបារាំងបានតម្កល់ទុកនៅឆ្នាំ1950ប៉ុលពតឬសឡុតសកើតនៅថ្ងៃទី25ខែឧសភាឆ្នាំ1928ចំណែកប៉ុលពតខ្លួនឯងបានអាងថាថ្ងៃខែឆ្នាំកំណើតពិតរបស់គាត់គឺខែមករាឆ្នាំ1925ក៏ប៉ុន្តែគាត់បានបន្ថយអាយុ3ឆ្នាំដែលចុះនៅក្នុងបញ្ជីជាតិថាកើតនៅឆ្នាំ1928ទៅវិញសឡុតសកើតនៅក្នុងគ្រួសារត្រកូលកសិករស្ដុកស្ដំមួយនៅខេត្តកំពង់ធំឪពុករបស់សឡុតសឈ្មោះប៉ែនសឡុតម្ដាយឈ្មោះសុកណែតសឡុតសមានបងប្អូនទាំងអស់9នាក់ក្នុងនោះប្រុស7នាក់និងស្រី2នាក់សឡុតសគឺជាកូនទី8យោងតាមលោក David Chandler គ្រួសាររបស់សឡុតសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបរមរាជវាំងនៅក្នុងទសវត្សរ៍ឆ្នាំ1920បងស្រីជីដូនមួយម្នាក់របស់សឡុតសឈ្មោះមៀកគឺជាអ្នករាំរបាំព្រះរាជទ្រព្យប្រចាំព្រះបរមរាជវាំងក្រោយមកមៀកក៏បានក្លាយទៅជាស្នំឯករបស់ព្រះអង្គម្ចាស់ស៊ីសវត្តមុនីវង្សហើយទទួលបានតំណែងជាខុនព្រះមនាងដែលមានអំណាចត្រួតលើស្រីទាំងអស់នៅក្នុងវាំងបងប្រុសច្បងរបស់សឡុតសឈ្មោះសឡុតសួងក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងដែរមិនយូរប៉ុន្មានក្រោយមកអូនស្រីរបស់សឡុតសឈ្មោះសារឿនក៏បានចូលមកបម្រើការនៅក្នុងក្រុមរបាំព្រះរាជទ្រព្យហើយក៏បានក្លាយទៅជាស្នំឯករបស់ព្រះបាទស៊ីសវត្តមុនីវង្សដូចជាមៀកដែរនៅឆ្នាំ1934សឡុតសដែលកាលនោះមានអាយុ6ឆ្នាំបើគិតតាមថ្ងៃខែឆ្នាំកំណើតនៅក្នុងបញ្ជីជាតិនៅបងប្រុសម្នាក់ទៀតឈ្មោះសឡុតឆាយត្រូវបានគ្រួសារបញ្ជូនពីកំពង់ធំឲ្យមករស់នៅភ្នំពេញជាមួយមៀកនិងសួងដែលជាបងមិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញសឡុតសក៏បានទៅបួសរៀនធម៌និងភាសាខ្មែរនៅវត្តបទុមវតីដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំងគូបញ្ជាក់ថានៅពេលនោះប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំងហើយនៅតាមសាលារៀនរបស់រដ្ឋគេតម្រូវឲ្យរៀនជាភាសាបារាំងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបរទេសពេលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ុលពតបានរៀបរាប់យ៉ាងដូចនេះថាខ្ញុំជាកូនចៅរបស់កសិករឆ្លប់ពីតូចឆ្លប់រួមរស់ធ្វើការងារតែកតានៅពុកម្ដាយហើយក្រោយមកមកនៅវត្តជាទំនៀមទម្លាប់ដើម្បីរៀនសូត្រអក្សរក្រោយពីបានបួសរៀនអស់ប្រមាណខែមកនៅឆ្នាំ1936សឡុតសក៏បានចូលរៀននៅសាលាបឋមសិក្សាកាតូលិកមួយនៅជិតព្រះបរមរាជវាំងសិស្សនៅសាលានោះច្រើនតែជាកុម្មុយនីសរាជការឬអ្នកមានឋានៈធំដុំហើយថ្លៃសាលានោះទៀតសោតក៏មានតម្លៃខ្ពស់ដែរនៅក្នុងអំឡុងពេលនោះមានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដែលអាចជះឥទ្ធិពលដល់គំនិតរបស់សឡុតសជាពិសេសគំនិតបែបជាតិនិយមទី1នៅពេលដែលសឡុតសទើបតែបានចូលរៀននៅសាលាបឋមសិក្សាសិនអុកថាញ់សឹមវ៉ានិងប៉ាឈឿនដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតក្នុងក្រុងភ្នំពេញបានទទួលការអនុញ្ញាតពីអាជ្ញាធរបារាំងឲ្យបោះផ្សាយកាសែតជាភាសាខ្មែរមួយឈ្មោះនគរវត្តដែលជាកាសែតភាសាខ្មែរលើកដំបូងបង្អស់នៅប្រទេសកម្ពុជាកាសែតនគរវត្តបានចុះផ្សាយនៅអត្ថបទវិចារណកថាជាច្រើនដែលបង្ហាញអំពីគំនិតជាតិនិយមសឡុតសដែលរស់នៅជាមួយបងប្រហែលជាបានអានកាសែតនេះជាប្រចាំពីព្រោះថាបើយោងតាមលោក David Chandler មាននឹងសួងដែលទៅជាបងរបស់សឡុតសបានជាវកាសែតនគរវត្តមកអានជាប្រចាំព្រឹត្តិការណ៍សំខាន់មួយទៀតគឺនៅពេលដែលសឡុតសរៀនជិតចប់បឋមសិក្សានៅចន្លោះឆ្នាំ1940និងឆ្នាំ1941បារាំងដែលច្បាំងចាញ់អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី2ក៏បានយកព្រមឲ្យថៃកាត់យកទឹកដីខេត្តបាត់ដំបងនិងសៀមរាបរបស់ខ្មែរទៅគ្រប់គ្រងដែលជាហេតុបណ្ដាលឲ្យប្រជាជនកម្ពុជាមានកំហឹងយ៉ាងខ្លាំងសូម្បីតែព្រះបាទមុនីវង្សក៏ខ្ញាល់នឹងការបាត់បង់ទឹកដីនេះយ៉ាងខ្លាំងដែររហូតដល់សម្ដេចព្រះតីចាក់ចេញពីព្រះបរមរាជវាំងទៅគង់នៅខេត្តកំពង់ឆ្នាំងហើយបដិសេធឈប់និយាយភាសាបារាំងរហូតដល់ព្រះអង្គចូលទីវង្គតនៅឆ្នាំ1941តំណងជាហេតុការណ៍ទាំងពីរនេះហើយដែលបានជះឥទ្ធិពលដល់គំនិតរបស់សឡុតសដែលនៅជាកុមារនៅឡើយឲ្យមានគំនិតស្អប់បរទេសនិងមានគំនិតជាតិនិយមនៅឆ្នាំ1942សឡុតសបានចប់ឈ្មោះនៅក្នុងចំណោមសិស្ស20នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយឈ្មោះអនុវិទ្យាល័យព្រះសីហនុដែលបារាំងទើបនឹងបង្កើតនៅខេត្តកំពង់ចាមនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942នៅទីក្រុងភ្នំពេញបាតកម្មដ៏ធំមួយត្រូវបានរៀបចំឡើងប្រឆាំងនឹងបារាំងបាតកម្មនេះកើតឡើងក្រោយពីអាជ្ញាធរបារាំងបានចាប់ខ្លួនព្រះសង្ឃខ្មែរ2អង្គគឺអាចារ្យហែមឈីវនិងនួនដួងដែលបានទេសនាប្រឆាំងនឹងបារាំងបាតកម្មនេះត្រូវបានដឹកនាំដោយសេនអុកថៃនិងប៉ាឈឿនហើយមានអ្នកចូលរួមរាប់ពាន់នាក់នៅក្នុងនោះក៏មានព្រះសង្ឃប្រមាណ500អង្គផង
ដោយយើងមិនដឹងច្បាស់អំពីថ្ងៃដែលសាឡុតសចាក់ចេញពីភ្នំពេញទៅកំពង់ចាមយើងមិនអាចដឹងបានទេថាតើសាឡុតសបានចូលរួមនៅក្នុងបាតុកម្មនេះដែរឬក៏អត់នៅឯវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាមសាឡុតសបានជួបជាមួយនឹងហ៊ូនឹមហ៊ូយុននិងខៀវសំផនដែលរៀននៅទីនោះដែរអ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹងហើយសុទ្ធតែជាអ្នករៀនពូកែហើយដែលក្រោយមកសុទ្ធតែបានក្លាយទៅជាមេដឹកនាំសំខាន់របស់ចលនាខ្មែរក្រហមក៏ប៉ុន្តែមិត្តភក្តិជិតស្និទ្ធបំផុតរបស់សាឡុតសនៅពេលនោះគឺលុនណុនអូនប្រុសរបស់លុនណុនប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយបានជានៅឆ្នាំ1975លុនណុនមិនព្រមចាក់ចេញពីទីក្រុងភ្នំពេញដោយមកពីគិតថាពួកមេដឹកនាំខ្មែរក្រហមអាចយកដល់មិត្តចាស់ក៏ប៉ុន្តែលុនណុនត្រូវបានខ្មែរក្រហមសម្លាប់ចោលភ្លាមៗក្រោយពីដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញនិយាយអំពីអត្តចរិតរបស់សាឡុតសវិញបើយោងតាមសិស្សដែលរៀនជាមួយសាឡុតសនៅអនុវិទ្យាល័យកំពង់ចាមសាឡុតសគឺជាមនុស្សសាមញ្ញម្នាក់មិនសូវនិយាយស្ដីច្រើនចូលចិត្តលេងបាល់ទាត់និងបាល់បោះជាមនុស្សរស់រាយនិងចេះគួរសមហើយជាមនុស្សមិនបង្ហាញអំពីមហិច្ឆតាចង់ធ្វើអ្វីឲ្យបានធំដុំនោះទេសាឡុតសខ្លួនឯងក៏ធ្លាប់បានអះអាងដូចនេះដែរគឺថាពីក្មេងមកជាចរិតរបស់ខ្ញុំចិត្តថាមិនធ្វើនិយាយស្ដីទេហើយខ្ញុំមិនចង់បញ្ចេញថាខ្ញុំនឹងទឹកនាំអីទេយោងតាមលោក David Chandler សាឡុតសរៀនមិនពូកែនោះទេគឺរៀនបានត្រឹមតែចប់មធ្យមភាពប៉ុណ្ណោះហើយពេលខ្លះមិនតែបានចប់មធ្យមភាពផងនៅឆ្នាំ1947សាឡុតសបានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាមហើយផ្ទុយពីសិស្សរួមសាលាមួយចំនួនដូចជាខៀវសំផនជាដើមដែលបានចូលរៀននៅវិទ្យាល័យព្រះស៊ីសវត្តដែលជាវិទ្យាល័យដ៏ល្បីល្បាញនៅភ្នំពេញសាឡុតសបានទៅចូលរៀននៅសាលាបច្ចេកទេសមួយនៅក្នុងខណ្ឌវិស័យកែវក្រុងភ្នំពេញដែលយកជំនាញខាងជាងដែកបើតាមលោក David Chandler សាឡុតសទៅរៀននៅសាលាបច្ចេកទេសនោះមិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេក៏ប៉ុន្តែមកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសវត្តមិនជាប់ក៏ប៉ុន្តែបើទោះជាមិនបានចូលរៀននៅវិទ្យាល័យស៊ីសវត្តក៏ពិតមែនសាឡុតសបានក្លាយទៅជាមិត្តជិតស្និទ្ធជាមួយនឹងសិស្សម្នាក់មកពីវិទ្យាល័យស៊ីសវត្តគឺអៀងសារីយោងតាមលោកកេមន្ស័កដែលជាមន្ត្រីថ្នាក់ដឹកនាំគណៈបកប្រជាធិបតេយ្យសាឡុតសនិងអៀងសារីបានចូលរួមយ៉ាងសកម្មជួយគណៈបកប្រជាធិបតេយ្យក្នុងពេលបោះឆ្នោតជាតិនៅឆ្នាំ1947នៅពេលនោះគណៈបកប្រជាធិបតេយ្យដែលមានអ្នកអម្ចាស់ស៊ីសវត្តយុទ្ធវង្សជាប្រធានបានទទួលជ័យជំនះយ៉ាងលើសលប់ដោយដណ្ដើមបាន60អាសនៈក្នុងចំណោមអាសនៈសរុបទាំង75នៅរដ្ឋសភាពីឆ្នាំក្រោយមកនៅឆ្នាំ1949សាឡុតសបានទទួលអាហារូបករណ៍ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំងផ្នែកអេឡិចត្រូនិកសំណួរសួរថាហេតុអ្វីបានជាសាឡុតសដែលរៀនមិនសូវពូកែផងក៏ប៉ុន្តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះនេះប្រហែលជាមកពីហេតុផលសំខាន់ពីរទី1នៅពេលនោះក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាធិបតេយ្យដែលឈ្នះឆ្នោតកាលពីឆ្នាំ1947ប្រហែលជាដោយសារតែសាឡុតសបានជួយធ្វើការឃោសនាបោះឆ្នោតឲ្យគណៈបកប្រជាធិបតេយ្យទើបរដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ឲ្យសាឡុតសទៅរៀននៅប្រទេសបារាំងទី2នៅពេលនោះមិនសូវជាមានកូនខ្មែរណាមានជំនាញខាងអេឡិចត្រូនិកនោះទេប្រហែលជាមកពីហេតុនេះហើយបានជាក្រសួងអប់រំកម្ពុជាបញ្ជូនសាឡុតសដែលរៀននៅសាលាបច្ចេកទេសសាស្ត្រឲ្យទៅបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិកនៅប្រទេសបារាំងទោះជាក្នុងហេតុផលណាមួយក៏ដោយសាឡុតសបានក្លាយទៅជាសិស្សមួយរូបក្នុងចំណោមសិស្សពូកែទាំង21រូបដែលត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំងនៅឆ្នាំ1949ក្រោយពីធ្វើដំណើរតាមកប៉ាល់អស់រយៈពេលប្រមាណ7ខែសាឡុតសនិងសាហារូបករណ៍ផ្សេងទៀតបានមកដល់ប្រទេសបារាំងនៅក្នុងអំឡុងខែកញ្ញាឆ្នាំ1949សាឡុតសបានស្នាក់នៅបរិញ្ញាសិទ្ធមួយក្នុងក្រុងប៉ារីដែលគេហៅជាភាសាបារាំងថា Cité Universitaire de Paris នៅក្នុងអំឡុងពេលនោះលទ្ធិកុម្មុយនីសកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសបារាំងបកកុម្មុយនីសបារាំងគឺជាបកកុម្មុយនីសធំជាងគេបង្អស់នៅអឺរ៉ុបខាងលិចក៏ប៉ុន្តែភ្លាមនោះសាឡុតសនៅមិនទាន់ចាប់អារម្មណ៍នឹងរឿងនយោបាយខ្លាំងក្លានៅឡើយទេនៅក្នុងអំឡុងវិស្សមការរដូវក្តៅឆ្នាំ1950សាឡុតសនិងនិស្សិតខ្មែរ17នាក់ផ្សេងទៀតបានស្ម័គ្រចិត្តចូលរួមក្នុងកងយុវជនដើម្បីទៅធ្វើការនៅប្រទេសយូហ្គោស្លាវីដែលជាប្រទេសកុម្មុយនីសស្ថិតនៅអឺរ៉ុបខាងកើតយូហ្គោស្លាវីដែលបានផ្ដាច់សម្ព័ន្ធភាពជាមួយនឹងសហភាពសូវៀតកាលពីឆ្នាំ1948គឺជាប្រទេសឯកោដែលប្លុកកុម្មុយនីសរបស់សូវៀតក៏មិនរាប់រកប្លុកសេរីលោកខាងលិចក៏មិនរាប់រកស្ថិតក្នុងភាពឯកោព្រមទាំងប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀតរបស់ស្តាលីនដែរនោះប្រធានាធិបតីយូហ្គោស្លាវីគឺលោកទីតូបានប្រមូលគៀងគរប្រជាជនឲ្យមកធ្វើការក្នុងការដ្ឋានសំណង់ធំៗដើម្បីកសាងប្រទេសយោងតាមលោក David Chandler ប្រហែលជាមកពីសាឡុតសមើលឃើញពីគំរូរបស់ប្រទេសយូហ្គោស្លាវីបែបនោះហើយបានជានៅពេលដែលគាត់កាន់អំណាចគាត់បានបង្ខំឲ្យប្រជាជនកម្ពុជាធ្វើការក្នុងការដ្ឋានធំៗដូចជាលើកទំនប់ជីប្រឡាយនិងការដ្ឋានសំណង់ផ្សេងៗទៀតក៏ប៉ុន្តែសាឡុតសខ្លួនឯងនៅក្នុងបទសម្ភាសន៍ជាមួយនឹងលោក Nethayer បានអះអាងថារបៀបដឹកនាំរបស់គាត់មិនបានចម្លងចេញពីប្រទេសណាមួយជាក់លាក់នោះទេក៏ប៉ុន្តែវាជាគំរូចម្រុះពីគ្រប់កន្លែងដូចខ្ញុំមិនមែនជាកូភីមកគេទេគឺថាមើលពីព្រឹកវាមិនណាទេថាណាយើងចាំនៅស្រុកអឺរ៉ុបមកឃើញចឹងវាខ្ញុំសំណួរលោកថាស្អីដែលនាំឲ្យខ្ញុំរៀនគំរូរៀនអីណាវាចម្រុះក្រោយពីត្រឡប់ពីប្រទេសយូហ្គោស្លាវីមកប៉ារីវិញ
ស្លុតសបានចាប់ផ្ដើមសោះអង្គើញនឹងការរៀនសូត្រនៅសាលាហើយបែរមកចាប់អារម្មណ៍នឹងរឿងនយោបាយវិញសូម្បីតែស្លុតសខ្លួនឯងក៏បានអះអាងដែរថានៅពេលនៅប្រទេសបារាំងគាត់រៀនឲ្យបានត្រឹមតែជាប់មធ្យមភាគដើម្បីកុំឲ្យគេផ្ដាច់អាហារូបករណ៍តែប៉ុណ្ណោះចំណែកឯពេលភាគច្រើនផ្សេងទៀតគាត់ចំណាយទៅលើការអានសៀវភៅដែលតាក់ទងទៅនឹងរឿងនយោបាយឬតាក់ទងទៅនឹងបដិវត្តន៍នៅប្រទេសបារាំងជាដើមពេលនោះវាមានចលនានៅស្រុកបារាំងនៅអឺរ៉ុបក្រោយសង្គ្រាមលោកលើកទី2លោកដឹងហើយដូច្នោះមួយផ្នែកខ្ញុំរៀនយកទៅបួកមួយផ្នែកទៀតខ្ញុំដើរមើលសៀវភៅទី1មាត់ទលេសែនពីលោកសៀវភៅចាស់ឧទាហរណ៍ដូចជា La Grande Révolution Française ម្យ៉ាងទៀតនៅពេលនោះស្លុតសបានស្គាល់ជួនមុំនឹងគេមិនស័កដែលបានមករៀននៅប្រទេសបារាំងតាំងពីឆ្នាំ1946យើងតាមលោក David Chandler និស្សិតទាំងពីររូបនេះបានជះឥទ្ធិពលយ៉ាងច្រើនលើផ្នត់គំនិតបែបជាតិនិយមនិងបែបកុម្មុយនីសរបស់ស្លុតសជួនមុំគឺជាសិស្សដ៏ឆ្នើមមួយរូបខាងផ្នែកវិទ្យាសាស្ត្រហើយបានចូលជាសមាជិកបកកុម្មុយនីសបារាំងនៅឆ្នាំ1951ចំណែកលោកគេមិនស័កវិញក៏ជាសិស្សដ៏ឆ្នើមម្នាក់ដែរក៏ប៉ុន្តែខាងអក្សរសាស្ត្រលោកគេមិនស័កគឺជាមនុស្សស្រឡាញ់ចូលចិត្តគំនិតនយោបាយបែបឆ្វេងនិយមក៏ប៉ុន្តែគាត់មិនមែនជាជនកុម្មុយនីសនោះទេទោះជាយ៉ាងនេះក៏ដោយនៅក្នុងបទសម្ភាសន៍ជាច្រើនជាពិសេសបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីលោកគេមិនស័កខ្លួនលោកផ្ទាល់បានអះអាងថាគំនិតនយោបាយមួយចំនួនរបស់ស្លុតសគឺទទួលឥទ្ធិពលពីលោកស្លុតសបានស្គាល់លោកគេមិនស័កតាមរយៈអៀងសេរីដែលបានមកដល់ទីក្រុងប៉ារីសនៅចុងឆ្នាំ1950គឺនៅពេលដែលអៀងសេរីបានទៅសុំឲ្យគេមិនស័កជួយរកជួលបន្ទប់មួយឲ្យស្លុតសគេមិនស័កក៏បានជួយស្លុតសឲ្យរកបានបន្ទប់ជួលមួយនៅទល់មុខផ្ទះរបស់គាត់នៅផ្លូវលើកទលាយនៅក្នុងសង្កាត់ទី15ក្នុងក្រុងប៉ារីសក្រោយមកស្លុតសបានចូលរួមនៅក្នុងការប្រជុំរបស់ក្រុមនិស្សិតកុម្មុយនីសដែលតែងតែរៀបចំធ្វើនៅក្នុងផ្ទះរបស់លោកគេមិនស័កដើម្បីរៀនសូត្រពីទ្រឹស្ដីកុម្មុយនីសក្រុមនេះមានឈ្មោះថាក្រុម Marxist ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ1951តាមគំនិតដោយផ្ដើមរបស់អៀងសេរីនិងរតសឺមឿនអ្នកចូលរួមនៅក្នុងការប្រជុំនេះភាគច្រើនដូចជាសៀងអានយុនសឿនម៉ៃម៉ាន់ហ៊ូយុនជួនមុំនិងតូចភឿនសុទ្ធសឹងតែជាសមាជិកបកកុម្មុយនីសបារាំងអ្នកខ្លះទៀតដូចជាលោកគេមិនស័កជាដើមមិនមែនជាសមាជិកបកកុម្មុយនីសនោះទេស្លុតសវិញក៏នៅមិនទាន់ចូលក្នុងបកកុម្មុយនីសបារាំងដែរនៅពេលនោះពួកគេចូលរួមនៅក្នុងការប្រជុំនេះក្នុងនាមត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះយោងតាមលោកគេមិនស័កដែលជាម្ចាស់ផ្ទះស្លុតសមិនសូវដែលបានចូលរួមនៅក្នុងការប្រជុំនេះទៀងទាត់ប្រមាណនោះទេនៅក្នុងការប្រជុំនេះទៀតសោតស្លុតសក៏មិនមានបញ្ចេញគំនិតអ្វីដែលនាំឲ្យគេចាប់អារម្មណ៍នោះដែរនៅចន្លោះឆ្នាំ1950ដល់ឆ្នាំ1952ការប្រជុំមុខដាក់គ្នារវាងសម្ដេចនរោត្តមសីហនុនិងគណៈបកប្រជាធិបតេយ្យបានកើតមានឡើងកាន់តែខ្លាំងឡើងនៅឆ្នាំ1950អៀវកាប្រធានគណៈបកប្រជាធិបតេយ្យត្រូវបានគេលោកធ្វើឃាតអិសរាជជនមួយរូបរបស់គណៈបកប្រជាធិបតេយ្យគឺស៊ិនងប់ថាញ់ដែលបារាំងបានដោះលែងពីប្រទេសបារាំងឲ្យមកកម្ពុជាវិញនៅចុងឆ្នាំ1951បានរត់ទៅបង្កើតចលនាតស៊ូមួយក្នុងព្រៃស្ថិតនៅក្នុងខេត្តសៀមរាបនៅខែមីនាឆ្នាំ1952នៅខែមិថុនាឆ្នាំដដែលនោះសម្ដេចនរោត្តមសីហនុបានសម្រេចរំលាយរដ្ឋាភិបាលនិងសភាជាតិដែលគ្រប់គ្រងដោយគណៈបកប្រជាធិបតេយ្យនិស្សិតខ្មែរមួយចំនួនដែលកំពុងរៀននៅប្រទេសបារាំងបានសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីមួយឈ្មោះខេមរៈនិស្សិតរិះគន់សេចក្តីសម្រេចរបស់សម្ដេចនរោត្តមសីហនុក្នុងការរំលាយសភានេះស្លុតសដែលប្រើឈ្មោះសម្ងាត់ថាខ្មែរដើមក៏បានសរសេរអត្ថបទមួយរិះគន់របបជាតិនិយមយ៉ាងខ្លាំងដែរលោកគេមិនស័កវិញបានសរសេរសម្បត្តិចំហមួយច្បាប់ក្នុងនាមខេមរៈនិស្សិតផ្ញើថ្វាយនិងរិះគន់សម្ដេចនរោត្តមសីហនុនៅខែសីហារាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់ផ្តាច់អាហារូបករណ៍និស្សិតដែលកំពុងរៀននៅប្រទេសបារាំងក្នុងនោះក៏មានអាហារូបករណ៍របស់ស្លុតសម្នាក់ដែរក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់និស្សិតមួយចំនួនដូចជាអៀងសេរីហ៊ូយុននិងស៊ុនសិនជាដើមបានសម្រេចបន្តការសិក្សានៅក្នុងប្រទេសបារាំងតទៅទៀតផ្ទុយទៅវិញនិស្សិតមួយចំនួនទៀតដូចជាស្លុតសយុនសឿននិងរតសឺមឿនជាដើមបានសម្រេចចិត្តឈប់រៀនហើយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីតស៊ូប្រឆាំងនឹងអាណានិគមបារាំងក៏ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីលោកគេមិនសាបានអាងថាការដែលស្លុតសសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅពេលនោះពីព្រោះមានជាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនច្រើនជាងបញ្ហានយោបាយស្លុតសស្រឡាញ់ស្រីម្នាក់រូបល្អអីចឹងហើយដល់មកស្រុកបារាំងទៅក៏លេចចិត្តនឹងនៅតែជាប់នឹកទៅនាងនឹងជាដរាបពីសូថាគេឲ្យត្រឡប់ទៅវិញគាត់នឹងចេញឈ្មោះមួយគេព្រាមនឹងដើម្បីប្រាថ្នាធ្វើម៉េចទៅបានជួបសង្សារគាត់នឹងទោះជាយ៉ាងណាក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់ស្លុតសមិនបានត្រឡប់ទៅវិញភ្លាមៗទេក៏ប៉ុន្តែបានបន្តរស់នៅប្រទេសបារាំងរយៈពេល5ខែទើបចេញដំណើរទៅប្រទេសកម្ពុជាយោងតាមលោក David Chandler គឺក្នុងអំឡុងពេលនោះឯងដែលស្លុតសបានចូលជាសមាជិកបកកុម្មុយនីសបារាំងក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងច្បាស់តើស្លុតសចូលបកកុម្មុយនីសបារាំងនៅថ្ងៃណាខែណាឲ្យបានពិតប្រាកដនោះទេអ្នកណាជាអ្នកឧទ្ទិសនាមស្លុតសឲ្យចូលបក
ក៏មិនមានអ្នកណាដឹងច្បាស់ដែរក៏ប៉ុន្តែគេសង្ស័យថាអ្នកឧទ្ទិសនាមគឺជួនមុំដែលបានចូលបកកុម្មុយនីសបារាំងមួយឆ្នាំមុនសាឡុតសនៅថ្ងៃទី15ខែធ្នូឆ្នាំ1952សាឡុតសបានឡើងកប៉ាល់ចាក់ចេញពីប្រទេសបារាំងឆ្ពោះទៅកាន់ប្រទេសកម្ពុជាវិញក្រោយពីបានចំណាយពេលអស់រយៈពេលជាង3ឆ្នាំនៅប្រទេសបារាំងសាឡុតសបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដៃទទេដោយគ្មានសញ្ញាបត្រអ្វីសូម្បីតែមួយសន្លឹកក្រៅតែពីគំនិតកុម្មុយនីសនិយមមកដល់ប្រទេសកម្ពុជាសាឡុតសបានប្រឡូកចូលក្នុងជីវិតនយោបាយភ្លាមដោយមិនមានប្រកបវិជ្ជាជីវៈអ្វីនោះទេសាឡុតសបានតាក់ទងជាមួយនឹងផាំវ៉ាន់បាតំណាងបកកុម្មុយនីសឥណ្ឌូចិនដើម្បីសុំចូលជាសមាជិកបកដោយសារតែសាឡុតសជាសមាជិកបកកុម្មុយនីសបារាំងស្រាប់បកកុម្មុយនីសឥណ្ឌូចិនក៏បានទទួលសាឡុតសឲ្យចូលបកនៅខែសីហាឆ្នាំ1953សាឡុតសនិងមិត្តភក្តិ2នាក់ទៀតដែលមកពីប្រទេសបារាំងដូចគ្នាគឺរ៉ាត់សមឿននិងយុនសឿនក៏បានចូលរួមនៅក្នុងចលនាតស៊ូខ្មែរដែលស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាជាប់នឹងព្រំដែនវៀតណាមក្រុមនេះគឺជាសាខាដែលបានបំបែកចេញពីបកកុម្មុយនីសឥណ្ឌូចិនកាលពីឆ្នាំ1951ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ពួកវៀតមិញហើយនោះហើយបានជាគេហៅថាពួកខ្មែរវៀតមិញប៉ែនសវណ្ណដែលទទួលបញ្ជាឲ្យទៅទទួលសាឡុតសបានរំលឹកដូចនេះថាខ្ញុំបានជួបគាត់មុនដំបូងហើយខ្ញុំអត់ស្គាល់គាត់ទេគាត់មកសាឡុតសនៅថ្ងៃ5ខែ2ដល់10ឆ្នាំ1953នៅភូមិភាគនាដីទិសហើយខាងថ្នាក់លើក៏ឲ្យខ្ញុំនាំសាឡុតសហ្នឹងជួលចេញគាត់ពីនាដីទិសមកតែបកលឲ្យគេពីការមកគេមកទទួលទៅបកលឲ្យលោកតាទូសមុទ្រនៅក្នុងចលនាតស៊ូនេះសាឡុតសបានធ្វើការក្រៅបញ្ជាផ្ទាល់របស់ទូសមុទ្រដែលពេលនោះជាអនុប្រធានបកប្រជាជនបដិវត្តន៍ខ្មែរនៅពេលនោះសហការីដ៏ជិតស្និទ្ធរបស់សាឡុតសគឺសុកធួហៅវ៉ុនវេតដែលក្រោយមកបានក្លាយទៅជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រោមរបបកម្ពុជាប្រជាធិបតេយ្យនៅក្រៅសន្និសីទក្រុងហ្សឺណែវឆ្នាំ1954ដែលមានចែងអំពីការហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើទឹកដីកម្ពុជាសាឡុតសនិងវ៉ុនវេតក៏បានចេញពីព្រៃធ្វើដំណើរចូលមកក្នុងទីក្រុងភ្នំពេញនៅពេលនោះពួកកុម្មុយនីសខ្មែរបានបង្កើតគណបកមួយដែលដាក់ឈ្មោះថាបកប្រជាជនដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិដែលនឹងរៀបចំធ្វើនៅឆ្នាំ1955សាឡុតសដែលពេលនោះបានប្រើឈ្មោះសម្ងាត់ថាប៉ុលត្រូវបានបកកុម្មុយនីសកម្ពុជាចាត់តាំងឲ្យធ្វើការតាក់ទងជាប្រចាំជាមួយនឹងគណៈបកប្រជាធិបតេយ្យព្រោះក្នុងចំណោមថ្នាក់ដឹកនាំគណៈបកប្រជាធិបតេយ្យមានមនុស្សមួយចំនួនដូចជាលោកកេងវ៉ាន់សាក់និងជួនមុំជាដើមដែលសាឡុតសធ្លាប់បានស្គាល់យ៉ាងជិតស្និទ្ធកាលពីនៅប្រទេសបារាំងក៏ប៉ុន្តែបកប្រជាជនរបស់ពួកកុម្មុយនីសបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំ1955ដែលរកមិនបានសូម្បីតែមួយសម្លេងនៅក្នុងសភាជាតិក្រោយពីពួកកុម្មុយនីសបានទទួលបរាជ័យក្នុងការបោះឆ្នោតជាតិនៅឆ្នាំ1955សាឡុតសត្រូវស្ថិតនៅក្នុងសភាពតែលតោលគ្មានការងារធ្វើពិតប្រាកដសាឡុតសក៏បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយស្ថិតក្នុងក្រុងភ្នំពេញឈ្មោះវិទ្យាល័យចម្រើនវិទ្យាសិស្សមួយចំនួនដែលធ្លាប់រៀនជាមួយសាឡុតសបានរៀបរាប់ឲ្យដឹងថាសាឡុតសគឺជាគ្រូបង្រៀនម្នាក់ប្រកបដោយគរុកោសល្យមានចរិតទន់ភ្លន់និងមិនឆេវឆាវនិងពូកែនិយាយក៏ប៉ុន្តែមិនមានអ្នកណាម្នាក់អាចដឹងបានទេថាតើនោះគឺជាអត្តចរិតពីធម្មជាតិឬមួយក៏គ្រាន់តែជារូបភាពខាងក្រៅដែលសាឡុតសខិតខំបញ្ចេញឲ្យគេឃើញដើម្បីតាក់ទាញកូនសិស្សឲ្យស្រឡាញ់ចូលចិត្តនៅថ្ងៃទី14ខែកក្កដាឆ្នាំ1956សាឡុតសបានរៀបការជាមួយនឹងខៀវប៉ុនណារីនៅពេលនោះខៀវប៉ុនណារីមានអាយុ36ឆ្នាំបងសាឡុតសរហូតដល់ទៅ5ឆ្នាំខៀវប៉ុនណារីគឺជាបងស្រីរបស់ខៀវធីរិតប្រពន្ធរបស់អៀងសារីសាឡុតសនិងខៀវប៉ុនណារីធ្លាប់បានស្គាល់គ្នាតាំងពីការរៀននៅប្រទេសបារាំងមកម្ល៉េះក្រោយពីបានវិលត្រឡប់ពីប្រទេសបារាំងវិញកាលពីឆ្នាំ1951ខៀវប៉ុនណារីបានទៅធ្វើជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រនៅវិទ្យាល័យស៊ីសវ៉ាន់ក្រោយពីរៀបការហើយសាឡុតសបានទៅនៅផ្ទះខាងប្រពន្ធដែលស្ថិតនៅខាងក្រោយព្រះបរមរាជវាំងក្រោយពីអៀងសារីនិងអ៊ីងធីរិតវិលត្រឡប់ពីប្រទេសបារាំងវិញនៅឆ្នាំ1957អ្នកទាំងពីរនាក់ក៏បានទៅរស់នៅក្នុងផ្ទះជាមួយគ្នានឹងប្តីប្រពន្ធរបស់សាឡុតសដែរប្តីប្រពន្ធទាំងពីរគូនេះសុទ្ធតែជាគ្រូបង្រៀនដូចគ្នាអ៊ីងសារីជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយទៀតដែលមានឈ្មោះថាកម្ពុជាបុត្រនៅពេលនោះសាឡុតសនិងអ៊ីងសារីបានបន្តធ្វើការដោយសម្ងាត់ជាមួយនឹងពួកកុម្មុយនីសក្រៅពីឃោសនាបំពាក់បំពន់មនោគមវិជ្ជាកុម្មុយនីសដល់សិស្សដែលរៀនជាមួយខ្លួនសាឡុតសបន្តធ្វើការជាជំនួយការផ្ទាល់របស់ទូសមុទ្រអនុប្រធានបកប្រជាជនបដិវត្តន៍ខ្មែរទទួលបន្ទុកគ្រប់គ្រងបណ្ដាញកុម្មុយនីសក្នុងក្រុងភ្នំពេញមកទល់ពេលនោះសាឡុតសគ្រាន់តែជាសមាជិកសាមញ្ញម្នាក់ប៉ុណ្ណោះរបស់បកនៅថ្ងៃទី28ដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ1960ក្រោមការរៀបចំចាត់ចែងរបស់ជួនប្រសិទ្ធដែលធ្វើការនៅអាយៈស្ម័យយានក្រុងភ្នំពេញបកប្រជាជនបដិវត្តន៍ខ្មែរក៏បានរៀបចំធ្វើមហាសន្និបាតបកដោយសម្ងាត់នៅក្នុងបរិវេណស្ថានីយ៍រថភ្លើងនៅក្នុងមហាសន្និបាតនេះថ្នាក់ដឹកនាំបកបានសម្រេចបដូរឈ្មោះបកមកជាបកពលករកម្ពុជាវិញទូសមុទ្រត្រូវបានបោះឆ្នោតឲ្យធ្វើជាលេខាបកជំនួសសៀវហេងដែលបានផ្ដាច់ខ្លួនទៅចុះចូលជាមួយសម្ដេចនរោត្តមសីហនុកាលពីឆ្នាំ1959នួនជាបានចប់ឆ្នោតជាអនុលេខាបកចំណែកសាឡុតសនិងអ៊ីងសារីក៏បានក្លាយជាសមាជិកគណៈកម្មាធិការមជ្ឈិមបកលោកស៊ិនងុកមិញដែលគេតែងតែចាត់ទុកថាជាប្រមុខដឹកនាំបកប្រជាជនបដិវត្តន៍ខ្មែរនោះមានតំណែងត្រឹមតែជានិមិត្តរូបប៉ុណ្ណោះក្នុងបកថ្មីនេះប៉ុន្តែគ្មានអំណាចសម្រេចអ្វីពិតប្រាកដនោះទេពីព្រោះនៅពេលនោះស៊ិនងុកមិញមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេគឺនៅប្រទេសវៀតណាមឯណោះនៅពេលនោះក្នុងចំណោមថ្នាក់ដឹកនាំបកមានតែទូសមុទ្រម្នាក់ប៉ុណ្ណោះដែលជាអ្នកចាស់ទុំ
ចំណែកឯនួនជាស្លុតសនិងអ៊ីងសេរីវិញសុទ្ធតែជាក្មេងចំនួនក្រោយនៅពេលនោះអ្នកទាំង3នាក់នេះមានអាយុទៅតែជាង30ឆ្នាំប៉ុណ្ណោះប្រហែលជាមកពីការដែលពួកគេទទួលតំណែងសំខាន់នៅក្នុងបកទាំងនៅវ័យក្មេងបែបនេះហើយបានជាធ្វើឲ្យពួកគេមានមោទនភាពលើខ្លួនឯងហួសហេតុហើយជឿថាខ្លួនឯងជាមនុស្សអស្ចារ្យនិងមានសមត្ថភាពខ្ពស់ជាងគេឯងស្លុតសនិងបកពួកតែងតែចាត់ទុកថាមហាសន្និបាតឆ្នាំ1960នេះទើបជាការចាប់កំណើតពិតប្រាកដនៃបកកុម្មុយនីសកម្ពុជាមិនមែនសន្និបាតបង្កើតបកប្រជាជនបដិវត្តខ្មែរកាលពីឆ្នាំ1951នោះទេសូម្បីតែនៅក្នុងឯកសារប្រវត្តិបកក៏ពួកខ្មែរក្រហមសរសេរដូចនេះដែរដើម្បីបង្ហាញថាបកកុម្មុយនីសកម្ពុជាមិនមែនជាសាខារបស់បកកុម្មុយនីសឥណ្ឌូចិនទេហើយក៏មិនស្ថិតក្រោមឥទ្ធិពលរបស់បកកុម្មុយនីសវៀតណាមដែរក៏ប៉ុន្តែនេះគ្រាន់តែជាការអះអាងរបស់ពួកស្លុតសតែប៉ុណ្ណោះឯទៀតពិតបកពលករកម្ពុជានៅពេលនោះនៅតែមិនទាន់កាត់ផ្តាច់ឥទ្ធិពលរបស់វៀតណាមនៅឡើយទេជាក់ស្ដែងមហាសន្និបាតបកប្រជាជនបដិវត្តខ្មែរត្រូវបានរៀបចំធ្វើឡើងតែប្រមាណ2សប្តាហ៍ប៉ុណ្ណោះក្រោយពីមហាសន្និបាតរបស់បកកុម្មុយនីសវៀតណាមម្យ៉ាងវិញទៀតសូម្បីតែឈ្មោះបកពលករកម្ពុជាដែលជាឈ្មោះថ្មីរបស់បកប្រជាជនបដិវត្តខ្មែរក៏យកតាមឈ្មោះរបស់បកកុម្មុយនីសវៀតណាមដែរដែលនៅពេលនោះមានឈ្មោះថាបកពលករវៀតណាមនៅថ្ងៃទី20ខែកក្កដាឆ្នាំ1962ទូសមុទ្រលេខាបកពលករកម្ពុជាបានបាត់ខ្លួនដោយមិនដឹងមូលហេតុពិតប្រាកដយោងតាមសមាជិកបកពលករកម្ពុជាទូសមុទ្រត្រូវបានប៉ូលីសរបស់សម្ដេចនរោត្តមសីហនុចាប់ខ្លួនពីកន្លែងដែលគាត់លាក់ខ្លួនហើយចងផ្អោបនឹងដុំថ្មទម្លាក់ទៅក្នុងទន្លេមេគង្គក៏ប៉ុន្តែបើយោងតាមលោកប៊ិនខេណែនស្លុតសមានជាប់ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនរបស់ទូសមុទ្រនេះក្រោយពីទូសមុទ្របាត់ខ្លួនស្លុតសដែលជាមេដឹកនាំលំដាប់ទី3នៃបកពលករកម្ពុជាបានឡើងមកធ្វើជាលេខាបកស្ដីទីរំលងនួនជាដែលជាអនុលេខានៅក្នុងបទសម្ភាសន៍ជាមួយនឹងលោកណេតថាយ៉ាប៉ុលពតឬស្លុតសបានអះអាងថាគាត់ឡើងធ្វើជាលេខាបកគឺដោយបង្ខំចិត្តទេតាមការពិតគាត់គឺមិនចង់ធ្វើនោះទេគាត់ខ្ញុំមានលេខរបស់ខ្ញុំវាមានមួយគឺថាខ្ញុំខំជាខំធ្វើការទៅទីវាជាចៃតំវាជាអាសាគឺធ្វើជាលេខាបកខ្ញុំមកធ្វើបានគេជាឲ្យទៅខ្ញុំធ្វើទេគេអត់ក៏ប៉ុន្តែទាំងលោកប៊ិនខេណែនលោក David Chandler និងលោក Raul Jena សុទ្ធតែបានអះអាងថាស្លុតសបានប្រជែងជាមួយនឹងនួនជាប្រជែងជាមួយនឹងសាវភឹមក្នុងការដណ្ដើមតំណែងជាលេខាបកដូច្នេះស្លុតសមិនមែនបង្ខំចិត្តធ្វើលេខាបកដោយសារតែមិនមានអ្នកណាផ្សេងចង់កាន់តំណែងនោះទេនៅក្នុងមហាសន្និបាតពីថ្ងៃទី20ដល់ថ្ងៃទី21ខែកុម្ភៈឆ្នាំ1963ស្លុតសត្រូវបានតែងតាំងជាលេខាបកជំនួសទូសមុទ្រនួនជាស្ថិតនៅជាអនុលេខាបកដដែលចំណែកអៀងសេរីបានឡើងមកជាមេដឹកនាំលំដាប់ទី3នៅក្នុងបកសមាជិក2រូបទៀតនៃគណៈអចិន្ត្រៃយ៍បករួមមានសោភឹមនិងវ៉ុនវ៉េតចំណែកសុនសេននិងតាមុកត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបកបើសិនជាយើងពិនិត្យមើលទៅលើរចនាសម្ព័ន្ធថ្មីរបស់បកពលករកម្ពុជានៅពេលនោះយើងអាចសង្កេតឃើញថាមេដឹកនាំកម្ពុជាចំនួន3រូបគឺស្លុតសអៀងសេរីនិងសុនសេនសុទ្ធសឹងតែជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសបារាំងចំណែកក្រុមខ្មែរកុម្មុយនីសដែលស្និទ្ធនឹងវៀតណាមត្រូវបានគេផាត់ចេញពីគណៈអចិន្ត្រៃយ៍នេះគឺជារបបដ៏សំខាន់មួយរវាងបកប្រជាជនបដិវត្តខ្មែរដែលបែកចេញពីបកកុម្មុយនីសឥណ្ឌូចិននិងបកពលករកម្ពុជាដែលក្រោយមកបានក្លាយទៅជាបកកុម្មុយនីសកម្ពុជាឬកម្ពុជាប្រជាធិបតេយ្យគឺក្រុមមេដឹកនាំថ្មីដែលកើតចេញពីមហាសន្និបាតខែកុម្ភៈឆ្នាំ1963នេះហើយដែលបានដឹកនាំបកកុម្មុយនីសកម្ពុជាឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975នៅថ្ងៃទី8ខែមីនាឆ្នាំ1963ពីសប្តាហ៍ក្រោយពីមហាសន្និបាតបកពលករកម្ពុជាលន់នល់បានដៅឈ្មោះមនុស្ស34រូបដែលជាប់សង្ស័យថាជាអ្នកនៅទីខាងក្រោយព្រឹត្តិការណ៍បះបោររបស់សិស្សវិទ្យាល័យនៅខេត្តសៀមរាបកាលពីពាក់កណ្ដាលខែកុម្ភៈដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយមនៅក្នុងចំណោមមនុស្សទាំង34នាក់នោះក៏មានស្លុតសអៀងសេរីនិងសុនសេនដែលជាមេដឹកនាំបកពលករកម្ពុជាផងដែរស្លុតសនិងអៀងសេរីក៏បានបោះបង់ចោលអាជីពជាគ្រូបង្រៀនហើយរត់ចេញពីទីក្រុងភ្នំពេញទៅលាក់ខ្លួនក្នុងព្រៃក្នុងស្រុកក្រូចឆ្មារខេត្តកំពង់ចាមកន្លែងនោះមានឈ្មោះសម្ងាត់ថាមន្ទីរ100ស្ថិតក្រោមការការពារពីសំណាក់ពួកកុម្មុយនីសវៀតណាមចាប់ពីពេលនោះមកឈ្មោះស្លុតសស្ទើរតែបានបាត់លែងលឺគេប្រើស្លុតសប្រើតែឈ្មោះសម្ងាត់ចំណែកឯនៅក្នុងបកវិញគេតែងតែហៅស្លុតសថាបងលេខាឬបងទី1តគ្នារហូតមកជីវិតរបស់ស្លុតសដែលជាមនុស្សចូលចិត្តលាក់កំបាំងស្រាប់ផងនោះក៏កាន់តែស្ថិតនៅក្នុងភាពអាត់កំបាំងថែមទៀតការរស់នៅលាក់ខ្លួនបែបនោះបានធ្វើឲ្យស្លុតសនិងមេដឹកនាំផ្សេងទៀតរបស់បកពលករកម្ពុជាត្រូវបានកាត់ផ្តាច់ពីសភាពការដែលកើតឡើងនៅក្នុងទីក្រុងភ្នំពេញនិងនៅកន្លែងផ្សេងទៀតព័ត៌មានដែលស្លុតសទទួលបានម្ដងម្កាលនោះគឺទទួលបានតែតាមរយៈអ្នកនាំសារដែលគេហៅថានីរសារឬតាមវិទ្យុវៀតណាមនិងចិនតែប៉ុណ្ណោះការកាត់ផ្តាច់ពីពិភពដទៃបែបនេះជាកត្តាមួយជាឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តនានារបស់ស្លុតសម្យ៉ាងវិញទៀត
ការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយបរទេសធ្វើឲ្យសាឡុតសទទួលឥទ្ធិពលយ៉ាងខ្លាំងពីបរទេសជាពិសេសពីបដិវត្តវប្បធម៌របស់ម៉ៅសេតុងនៅប្រទេសចិនយោងតាមចម្លើយសារភាពរបស់អតីតសហការីមួយចំនួនដែលធ្លាប់ធ្វើការជាមួយនឹងសាឡុតសនៅមន្ទីរ100ដូចជាឈឹមសមោកជាដើមសាឡុតសមិនមានសិទ្ធិសេរីភាពចេញចូលមន្ទីរ100ស្រេចតែនឹងចិត្តនោះទេដរាបណាគ្មានការអនុញ្ញាតពីវៀតណាមសាឡុតសនៅពេលនោះមិនខុសពីចំណាប់ខ្មាំងរបស់វៀតណាមនោះទេនៅក្នុងអំឡុងពេលនោះសាឡុតសមិនអាចធ្វើអ្វីបានជាដុំកំភួននោះទេមហិច្ឆតាចង់ឡើងកាន់អំណាចលើកម្ពុជាបានត្រឹមតែជាការស្រមើស្រមៃប៉ុណ្ណោះក៏ប៉ុន្តែការស្រមើស្រមៃរបស់សាឡុតសបានកាន់តែខិតជិតខ្លាយជាការពិតក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅឆ្នាំ1970នៅថ្ងៃទី17ខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមបានវាយដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញហើយរាល់អំណាចទាំងអស់ត្រូវធ្លាក់ក្នុងដៃពួកខ្មែរក្រហមដែលមានសាឡុតសជាមេដឹកនាំក៏ប៉ុន្តែទោះជាក្រោយពីទទួលបានជោគជ័យហើយក៏ដោយក៏សាឡុតសនៅតែបន្តលាក់កំបាំងអត្តសញ្ញាណរបស់ខ្លួនដដែលនៅថ្ងៃទី23ខែមេសាឆ្នាំ1975ពលគឺមួយសប្តាហ៍ក្រោយពីកងទ័ពខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញទើបសាឡុតសធ្វើដំណើរចូលមកភ្នំពេញនៅពេលនោះប្រជាជនត្រូវបានគេជំនះចេញពីភ្នំពេញអស់ទៅហើយសាឡុតសចូលមកទីក្រុងភ្នំពេញដោយស្ងាត់ស្ងៀមគ្មានពិធីអបអរសាទរអ្វីទាំងអស់នៅថ្ងៃទី14ខែមេសាឆ្នាំ1976ប៉ុល ពតបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យពីមុនមកមិនដែលមានអ្នកណាឮពីឈ្មោះប៉ុល ពតនេះទេសាឡុតសធ្លាប់ប្រើឈ្មោះប៉ុលកាលពីអំឡុងទសវត្សរ៍ឆ្នាំ50ក៏ប៉ុន្តែឈ្មោះពតនេះគេមិនដែលឮទេពីដំបូងមានមនុស្សតិចតួចបំផុតដែលដឹងថាប៉ុល ពតគឺជាសាឡុតសយោងតាមលោក David Chandler មានអតីតនិស្សិតមួយចំនួនដែលធ្លាប់រៀននៅប្រទេសបារាំងនាំគ្នាគិតស្មានថាប៉ុល ពតគឺរដ្ឋសមឿនដោយសារតែគេមើលឃើញថាការពីពេលរៀននៅប្រទេសបារាំងគឺរដ្ឋសមឿនដែលជាអ្នកផ្ដើមគំនិតបង្កើតនិងចេញមាត់ដឹកនាំក្រុមនិស្សិតកុម្មុយនីសព្រមទាំងជាអ្នកបូកបាច់បញ្ចេញគំនិតទស្សនៈក្នុងការប្រជុំនានាម្យ៉ាងទៀតនៅពេលឡើងកាន់អំណាចប៉ុល ពតថែមទាំងបានក្លែងប្រវត្តិរបស់ខ្លួនទៀតផងដើម្បីលាក់កំបាំងកុំឲ្យគេដឹងថាខ្លួនជាសាឡុតសនៅទីក្រុងប៉ារីជួនប្រសិទ្ធដែលក្រោយមកបានក្លាយទៅជាឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យប្រចាំអង្គការសហប្រជាជាតិបានប្រាប់គេប្រាប់ឯងថាប៉ុល ពតកើតនៅជាដែនខ្មែរវៀតណាមបានចូលរួមក្នុងចលនាតស៊ូប្រឆាំងជប៉ុនហើយក្រោយមកទៅធ្វើការជាកម្មករចំការកៅស៊ូនៅស្រុកមេមត់ខេត្តកំពង់ចាមចំណែកនៅឆ្នាំ1977ឯកអគ្គរដ្ឋទូតខ្មែរក្រហមមួយរូបទៀតប្រចាំទីក្រុងប៉េកាំងបានអះអាងថាសមមិត្តប៉ុល ពតបានប្រើឈ្មោះនេះតាំងពីដើមមកគឺជាឈ្មោះពិតមិនមែនជាឈ្មោះបដិវត្តន៍នោះទេចំណែកឯសាឡុតសវិញបានស្លាប់ក្នុងសង្គ្រាមបាត់ទៅហើយនៅក្នុងអំឡុងពេលនោះសូម្បីតែបងប្អូនសាច់ញាតិរបស់សាឡុតសក៏មិនបានដឹងដែរថាប៉ុល ពតគឺជាសាឡុតសចាប់តាំងពីពេលដែលសាឡុតសរត់ចេញពីទីក្រុងភ្នំពេញទៅពួននៅក្នុងព្រៃនៅឆ្នាំ1963សាឡុតសមិនដែលផ្ដល់ដំណឹងដល់ក្រុមគ្រួសារនោះទេនៅពេលមកដល់ក្រុងភ្នំពេញនៅខែមេសាឆ្នាំ1975ក៏សាឡុតសមិនរវីរវល់សួរនាំរកបងដែលធ្លាប់តែចិញ្ចឹមបែកបាច់នៅបណ្ដុំបណ្ដាខ្លួនឲ្យបានរៀនសូត្រនោះដែរប៉ុល ពតបានពន្យល់ពីមូលហេតុដែលគាត់មិនបានរវីរវល់ជាមួយនឹងបងប្អូនសាច់ញាតិបែបនេះថាខ្ញុំមិនប្រាប់បងប្អូនណាទាំងអស់ដើម្បីកុំឲ្យគេរវល់នឹងខ្ញុំហើយណាខ្លះយល់ថាខ្ញុំមិនគិតបងប្អូនពីដល់ខ្ញុំមានទូមានពេលមិនស្អីទៅធ្វើតែតែមួយប៉ុល ពតមិនត្រឹមតែលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួនដែលជាមេដឹកនាំប៉ុណ្ណោះទេសូម្បីតែអត្តសញ្ញាណរបស់បកកុម្មុយនីសកម្ពុជាក៏ត្រូវបានលាក់បាំងមិនឲ្យគេដឹងដែរពួកខ្មែរក្រហមមិនដែលបញ្ចេញឲ្យគេដឹងទេថាបកកុម្មុយនីសកម្ពុជាគឺជាបកកណ្ដាលអំណាចផ្ទុយទៅវិញពួកខ្មែរក្រហមបានប្រើឈ្មោះអង្គការបដិវត្តន៍ជំនួសឲ្យបកកុម្មុយនីសកម្ពុជាក្រោយមកអង្គការបដិវត្តន៍ត្រូវបានគេហៅដោយខ្លីថាអង្គការប្រជាជនកម្ពុជាឬពួកខ្មែរក្រហមប្រើពាក្យថាអង្គការនេះស្ទើរតែរៀងរាល់ថ្ងៃរហូតដល់សន្តិជាតិក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងទេថាតើអង្គការនេះជាអ្វីតាមការពិតទៅការប្រើឈ្មោះសម្ងាត់ឬឈ្មោះបដិវត្តន៍គឺជាទម្លាប់ដែលពួកមេដឹកនាំកុម្មុយនីសតែងតែធ្វើតគ្នាមកទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗទៀតដូចជា Stalin ឬក៏ហ៊ូជីមិញជាដើមសុទ្ធសឹងតែជាឈ្មោះបដិវត្តន៍នៅកម្ពុជាក្រៅពីប៉ុល ពតមេដឹកនាំខ្មែរក្រហមផ្សេងៗទៀតក៏បានប្រើឈ្មោះបដិវត្តន៍ដែរដូចជានួនជាមានឈ្មោះដើមថាលងមិនរួតអៀងសារីបានប្រើឈ្មោះបដិវត្តន៍ថាមិត្តវ៉ាន់ខៀវសំផនប្រើឈ្មោះថាមិត្តហែមសុនសេនហៅមិត្តខៀវឈិតជឿនហៅតែមកឡាក់នឹងឡាក់ពួកមេដឹកនាំខ្មែរក្រហមមានជំនឿថាការលាក់ការសម្ងាត់គឺជាគន្លឹះដើម្បីឲ្យបដិវត្តន៍របស់ពួកគេទទួលបានជោគជ័យបើគេពិនិត្យមើលទៅលើរបៀបដឹកនាំរបស់ខ្មែរក្រហមគេអាចមើលឃើញថាមូលហេតុចម្បងដែលនាំឲ្យមេដឹកនាំខ្មែរក្រហមចូលចិត្តលាក់ការសម្ងាត់គឺមកពីការមិនទុកចិត្តគ្នាការសង្ស័យគ្នាទៅវិញទៅមកនេះហើយដែលបណ្ដាលឲ្យមានការកាប់សម្លាប់គ្នាឯងសូម្បីតែនៅក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម
ដោយសារតែប៉ុលពតចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំងមានឯកសារតិចតួចណាស់ដែលសរសេរអំពីជីវិតរបស់ប៉ុលពតនៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងសៀវភៅដែលមានចំណងជើងថាបងទី1ប៉ុលពតលោក David Chandler បានសរសេរថានៅក្នុងចន្លោះពេលដែលខ្មែរក្រហមកាន់អំណាចពីឆ្នាំ1975ដល់ឆ្នាំ1979ប៉ុលពតរស់នៅដោយមានការការពារយ៉ាងតឹងតែងពីសំណាក់កងទ័ពខ្មែរក្រហមប៉ុលពតកម្របង្ហាញមុខនៅទីសាធារណៈណាស់ទីលំនៅរបស់ប៉ុលពតទីសោតក៏តែងតែផ្លាស់ប្ដូរជារឿយៗក៏ប៉ុន្តែជាទូទៅប៉ុលពតស្នាក់នៅក្នុងភូមិគ្រឹះមួយនៅក្បែរវិមានឯករាជ្យក្នុងក្រុងភ្នំពេញនៅក្នុងភូមិគ្រឹះនោះមានទឹកមានចរន្តអគ្គិសនីប្រើប្រាស់និងមានអ្នកបម្រើដូចជាអ្នកយាមអ្នកបើកឡាននិងអ្នកដាំស្លជាដើមប៉ុលពតដែលតែងតែអួតអាងថាខ្លួនជាអ្នកស្អប់ខ្ពើមអាណសក្តិភូមិហើយជាអ្នកមានទស្សនៈសមភាពនិយមរហូតដល់បណ្ដេញប្រជាជននៅតាមទីក្រុងទាំងអស់ឲ្យទៅរស់នៅតាមទីជនបទក៏ប៉ុន្តែខ្លួនឯងបែរជារស់នៅទីក្រុងភ្នំពេញមានអ្នកបម្រើឆ្វេងស្ដាំតាមរបៀបជាអភិជនទៅវិញឈឹមសមោកដែលធ្លាប់ធ្វើជានាយកខុទ្ទកាល័យរបស់ប៉ុលពតហើយក្រោយមកត្រូវបានចាប់ឃុំនៅគុកទួលស្លែងបានឲ្យដឹងថាអ្នកបម្រើនៅក្នុងភូមិគ្រឹះរបស់ប៉ុលពតភាគច្រើនគឺជាជនជាតិភាគតិចនេះប្រហែលជាមកពីប៉ុលពតមានទំនុកចិត្តលើជនជាតិភាគតិចនៅពេលដែលគាត់បានទៅរស់នៅក្នុងព្រៃក្នុងខេត្តរតនគិរីកាលពីចុងទសវត្សរ៍ឆ្នាំ60ឈឹមសមោកក៏បានឲ្យដឹងដែរថាប៉ុលពតជាមនុស្សឈឺច្រើនជាពិសេសគឺគ្រុនចាញ់នៅជំងឺរាគរូសនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1976ប៉ុលពតឈឺធ្ងន់រហូតដល់លាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីនួនជាដែលជាអនុលេខាបកនិងជាប្រធានសភាជាតិបានឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសប៉ុលពតក៏ប៉ុន្តែ3សប្តាហ៍ក្រោយមកប៉ុលពតបានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញដោយចេះតែមានបញ្ហាសុខភាពញឹកញាប់ពេកប៉ុលពតថែមទាំងបានសង្ស័យថាមានគេលួចដាក់ថ្នាំអំពិលនៅក្នុងម្ហូបអាហារទៀតផងតាមការពិតទៅប៉ុលពតរស់នៅក្នុងការភ័យខ្លាចជាអចិន្ត្រៃយ៍ថាមានគេចង់លុបធ្វើជាតិការរស់នៅក្នុងការសង្ស័យនិងការភ័យខ្លាចជាប្រចាំបែបនេះបានជំរុញឲ្យប៉ុលពតសម្រាប់រហូតដល់មិត្តភក្តិដ៏ជិតស្និទ្ធធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាកាលពីនៅតស៊ូក្នុងព្រៃការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់បកបានចាប់បានធ្វើឡើងនៅអំឡុងខែកញ្ញាឆ្នាំ1976នៅថ្ងៃទី20កញ្ញាប៉ុលពតបានបញ្ជាគេចាប់ខ្លួនណៃសារ៉ាន់ហៅយ៉ាលេខាបកប្រចាំភូមិភាគឦសានយកទៅដាក់ឃុំនៅគុកទួលស្លែងដែលចោទថាជាភ្នាក់ងារយួនមានបំណងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យការចាប់ខ្លួនបែបនោះក៏ចេះតែកើតមានជាបន្តបន្ទាប់ជាពិសេសលើមន្ត្រីខ្មែរក្រហមណាដែលមានប្រភពចេញពីបកប្រជាជនបដិវត្តខ្មែរដែលពួកប៉ុលពតតែងតែចាត់ទុកថាជាអ្នកធ្វើការឲ្យពួកកុម្មុយនីសវៀតណាមនៅចុងឆ្នាំ1978ប៉ុលពតដែលជាមេដឹកនាំដ៏អាថ៌កំបាំងនោះបានចាប់ផ្ដើមបញ្ចេញមុខមាត់ជាសាធារណៈច្រើនជាងមុនជាពិសេសនៅពាក់កណ្ដាលខែធ្នូឆ្នាំ1978ប្រមាណ3សប្តាហ៍មុនពេលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំប៉ុលពតបានអនុញ្ញាតឲ្យអ្នកកាសែតអាមេរិកពីររូបគឺលោកស្រី Elizabeth Baker និងលោក Richard Dedman ចូលជួបសម្ភាសន៍នៅក្នុងទីក្រុងភ្នំពេញនោះគឺជាលើកដំបូងបំផុតដែលប៉ុលពតយល់ព្រមផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតមកពីប្រទេសមិនមែនកុម្មុយនីសការដែលប៉ុលពតយល់ព្រមជួបជាមួយអ្នកកាសែតអាមេរិកបែបនោះបង្ហាញថាគាត់ទំនងជាកំពុងតែអស់សង្ឃឹមថានឹងអាចយកឈ្នះលើកងទ័ពវៀតណាមដែលកំពុងតែវាយលុកលើកងទ័ពកម្ពុជាប្រជាធិបតេយ្យហើយថែមទាំងបានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកផងប៉ុលពតទំនងជាសង្ឃឹមថាគាត់នឹងអាចប្រើប្រព័ន្ធផ្សព្វផ្សាយអាមេរិកដើម្បីស្វែងរកជំនួយផ្នែកយោធាពីអាមេរិកមកទប់ទល់នឹងកងទ័ពវៀតណាមក៏ប៉ុន្តែនៅពេលនោះវាយឺតពេលណាស់ទៅហើយពួកខ្មែរក្រហមមិនអាចទប់ស្កាត់ការវាយលុកពីសំណាក់កងទ័ពវៀតណាមបាននោះទេនៅថ្ងៃទី7ខែមករាឆ្នាំ1979ប្រមាណជាម៉ោង9ព្រឹកមុនពេលដែលកងទ័ពវៀតណាមវាយលុកចូលដល់ទីក្រុងភ្នំពេញប៉ុលពតបានចាក់ចេញពីទីក្រុងភ្នំពេញតាមបឋមពីកញ្ចក់ឆ្ពោះទៅកាន់ប្រទេសថៃរបបកម្ពុជាប្រជាធិបតេយ្យក៏បានដួលរលំជាស្ថាពរភ្លាមក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំគេគ្រាន់តែដឹងថាប៉ុលពតរត់ចេញពីទីក្រុងភ្នំពេញទៅប្រទេសថៃតែក្រោយមកតើប៉ុលពតទៅលាក់ខ្លួននៅទីណាហើយធ្វើអ្វីខ្លះនោះគេមិនបានដឹងច្បាស់នោះទេរហូតដល់ចុងឆ្នាំ1979ទើបប៉ុលពតលេចមុខសាជាថ្មីនៅទីបញ្ជាការដ្ឋានកងទ័ពខ្មែរក្រហមដែលស្ថិតនៅក្នុងទឹកដីថៃជាប់នឹងព្រំដែនកម្ពុជាការវិលត្រឡប់របស់ប៉ុលពតចូលទៅក្នុងព្រៃធ្វើឲ្យគេនឹកឃើញទៅដល់ទសវត្សរ៍ឆ្នាំ60ដែលប៉ុលពតបានរត់ចេញពីភ្នំពេញទៅលាក់ខ្លួននៅក្នុងស្រុកក្រូចឆ្មាខេត្តកំពង់ចាមក៏ប៉ុន្តែនៅពេលនោះប៉ុលពតគឺជាសម្ព័ន្ធមិត្តរបស់វៀតណាមស្ថិតក្រោមការការពាររបស់វៀតណាមហើយតស៊ូប្រឆាំងនឹងអាមេរិកម្យ៉ាងទៀតនៅពេលនោះប៉ុលពតមិនមានអ្នកហែហោមគ្រប់គ្រងច្រើននោះទេផ្ទុយទៅវិញនៅក្រោយឆ្នាំ1979ប៉ុលពតមានកងទ័ពនៅក្នុងដៃប្រមាណ 50,000 នាក់ហើយទទួលបាននូវការឧបត្ថម្ភគ្រប់គ្រងពីសំណាក់ប្រទេសមហាអំណាចធំៗជាច្រើនដូចជាថៃចិននិងអាមេរិកដែលជាអតីតគូសត្រូវរបស់ខ្មែរក្រហមសត្រូវរបស់ប៉ុលពតនៅពេលនោះគឺវៀតណាមនិងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគ្រប់គ្រងដោយវៀតណាមលើពីនេះទៅទៀតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលមានប៉ុលពតជានាយករដ្ឋមន្ត្រីនោះថែមទាំងត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាហើយមានសិទ្ធិកាន់កាប់អាសនៈកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិទៀតផងស្របពេលជាមួយគ្នានោះឈ្មោះប៉ុលពតបានចាប់ផ្ដើមដើម្បីសុសសាយនៅលើឆាកអន្តរជាតិថាជាមេដឹកនាំប្រឡាយពូជសាសន៍
រហូតដល់អ្នកខ្លះប្រៀបធៀបប៉ុល ពតទៅនឹង Stalin ឬក៏ Hitler ទៀតផងនៅខែសីហាឆ្នាំ 1979 ប៉ុល ពតនិងអៀង សារីត្រូវបានតុលាការប្រជាជនបដិវត្តកម្ពុជានៅទីក្រុងភ្នំពេញកាត់ទោសប្រហារជីវិតយោងតាមលោក David Chandler មានសកម្មជនសិទ្ធិមនុស្សមួយចំនួនបានទាមទារឲ្យតុលាការអន្តរជាតិយកប៉ុល ពតទៅកាត់ទោសក៏ប៉ុន្តែរដ្ឋាភិបាលថៃនៅពេលនោះបានបដិសេធមិនព្រមប្រគល់ខ្លួនប៉ុល ពតហើយសហរដ្ឋអាមេរិកនិងចិនដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានការពារប៉ុល ពតដែលលើកឡើងថាគេគួរតែកាត់ទោសវៀតណាមមុនកាត់ទោសប៉ុល ពតប្រឈមមុខនឹងគេឈ្មោះយ៉ាងស្អុយអសរបែបនោះនៅឆ្នាំ 1981 ប៉ុល ពតក៏បានប្រកាសរំលាយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចោលហើយទៅចូលរួមបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីជាមួយសម្ដេចនរោត្តមសីហនុនិងសឺនសានអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសង្គមរាស្ត្រនិយមប៉ុល ពតក៏បានលាក់ខ្លួនលែងបង្ហាញមុខជាសាធារណៈដោយទុកឲ្យខៀវសំផននិងអៀង សារីធ្វើជាតំណាងភាគីកម្ពុជាប្រជាធិបតេយ្យនៅក្នុងរដ្ឋាភិបាលចម្រុះនៅឆ្នាំ 1993 ភាគី2នៅក្នុងរដ្ឋាភិបាលចម្រុះត្រីភាគីបានចូលរួមក្នុងការបោះឆ្នោតជាតិដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថាអ៊ុនតាខ្មែរក្រហមគឺជាភាគីតែមួយគត់ដែលប្រកាសមិនចូលរួមក្នុងការបោះឆ្នោតជាតិនេះដែលបានអះអាងថាវៀតណាមនៅមិនទាន់បានដកចេញអស់ពីប្រទេសកម្ពុជានៅឡើយដូច្នោះគេអនុវត្តកិច្ចព្រមព្រៀងប៉ារីសយល់អត់ដល់គេអនុវត្តពីភាគីហើយគេរៀបចំបោះឆ្នោតយើងខ្ញុំយល់ឃើញថាបោះឆ្នោតវាអាចកលយើងខ្ញុំអស់ហើយខ្មែរក្រហមក៏បានក្លាយទៅជាក្រុមឧទាមខុសច្បាប់លែងមានប្រទេសណាជួយឧបត្ថម្ភគាំទ្រតទៅទៀតនៅខែសីហាឆ្នាំ 1996 កងទ័ពខ្មែរក្រហមប្រមាណ 4000 នាក់ដឹកនាំដោយអៀង សារីបានចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 1997 សុនសេនព្រមទាំងក្រុមគូសាត្រូវបានប៉ុល ពតបញ្ជាឲ្យគេសម្លាប់ដែលចោទថាមានគម្រោងក្បត់ទៅចុះចូលជាមួយនឹងរដ្ឋាភិបាលនៅក្នុងបទសម្ភាសន៍ជាមួយនឹងលោក ណេត ថាយ៉ាប៉ុល ពតបានអះអាងថាគាត់បានបញ្ជាឲ្យគេសម្លាប់តែសុនសេននិងប្រពន្ធរបស់គាត់តែប៉ុណ្ណោះមិនបានឲ្យគេសម្លាប់ទាំងគូសានោះទេក្រោយពីសម្លាប់សុនសេនហើយប៉ុល ពតបានព្យាយាមរត់គេចចេញពីជំរំរបស់គាត់ក៏ប៉ុន្តែត្រូវបានទាហានខ្មែរក្រហមដែលស្ថិតក្រោមការបញ្ជារបស់តំណុកចាប់ខ្លួនបាននៅខែវិច្ឆិកាឆ្នាំ 1997 ប៉ុល ពតត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯងកាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិតពីបទថាបានបញ្ជាឲ្យគេសម្លាប់សុនសេននិងក្រុមគ្រួសារជីវិតនយោបាយរបស់ប៉ុល ពតក៏បានឈានមកដល់ទីបញ្ចប់ក៏ប៉ុន្តែទោះជាមកដល់ដំណាក់កាលនោះហើយក៏ដោយក៏ប៉ុល ពតនៅតែជឿថាខ្លួនឯងគឺជាមេដឹកនាំស្នេហាជាតិមួយរូបដែលបានលះបង់អ្វីៗទាំងអស់ដើម្បីការពារប្រទេសជាតិប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកនិងជាពិសេសប្រឆាំងនឹងវៀតណាមទោះជាការតស៊ូនេះបានបណ្ដាលឲ្យជនសូត្រង់កម្ពុជារាប់លានអ្នកបាត់បង់ជីវិតហើយប្រទេសជាតិត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមរ៉ាំរ៉ៃក៏ដោយក៏ប៉ុល ពតមិនមានវិបដិសារីនោះដែរប៉ុល ពតបានទម្លាក់កំហុសទាំងអស់នោះទៅលើមន្ត្រីខ្មែរក្រហមដែលគាត់ចោទថាជាភ្នាក់ងាររបស់វៀតណាមខ្ញុំសូមជម្រាបខ្ញុំធ្វើការងារខាងលើមានតែខ្ញុំសម្រេចតែចំពោះអ្នកសំខាន់ទេហើយអ្នកសង្គមខ្ញុំមិនដឹងទេមនុស្សនេះចូលមកក្នុងបកចូលមកដឹកនាំកម្ពុជាជាតិទេមិនមែនជាមនុស្សកម្ពុជាជាតិទេហើយខ្ញុំវិញខ្ញុំស្ដាយថាខ្ញុំមិនមានពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើម្ចាស់លើចលនាប៉ុន្តែទស្សនវិជ្ជាមួយទៀតគឺថាដោយសារព្យាយាមការតស៊ូដើម្បីកុំឲ្យដែលថាឯងទេរួមជាមួយជាតិប្រជាជនជាមួយស្គាល់លោកបងធម្មតាកុំឲ្យប្រទេសកម្ពុជាទៅជាយូរដូច្នោះស្រឡាញ់ជាតិស្រឡាញ់ប្រជាជនអានេះវាជាការកម្មតែប៉ុន្តែក្នុងអង្គប្រព្រឹត្តទៅមានការខុសឆ្គងវាជាការខុសដូច្នេះជាសតិសម្បជញ្ញៈជាទុកដល់មានបញ្ញានេះទេគេសង្កេតឃើញថាការទម្លាក់កំហុសដាក់គ្នាពីមួយទៅមួយគឺជាវប្បធម៌របស់មេដឹកនាំខ្មែរក្រហមទាំងប៉ុល ពតដែលបានស្លាប់ទៅទាំងមេដឹកនាំខ្មែរក្រហមដែលកំពុងតែនៅរស់រានមានជីវិតហើយដែលកំពុងតែប្រឈមមុខនឹងការកាត់ទោសពីតុលាការខ្មែរក្រហមមកដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ប៉ុល ពតបានបាត់បង់អ្វីៗស្ទើរតែទាំងអស់រស់នៅយ៉ាងកណ្ដោកណ្ដែងរងចាំតែថ្ងៃស្លាប់មួយខ្ញុំចូលនំហើយតែខ្ញុំចូលនំខ្ញុំមានក្រែមួយតែដែរគ្រួសារខ្ញុំកូនខ្ញុំនឹងផ្សេងហើយចូលនេះអត់អីធ្វើហើយយ៉ាងទៀតមនុស្សហើយនឹងអាសាច់កាត់នឹងខំជាប់សពដែរតែខ្ញុំធ្លាប់ពាក្យខ្មែរថាចាស់ជារីហើយជាទីនៅតាមមួយទេនៅតាមបាននៅយប់ថ្ងៃទី 15 ខែឧសភាឆ្នាំ 1998 ប៉ុល ពតដែលមានឈ្មោះដើមថាសឡុតសបានស្លាប់នៅក្នុងផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងស្រុកអណ្ដុងវែង
តមកបានអាងថាពលពតស្លាប់ដោយការបេះដូងក៏ប៉ុន្តែគាត់បានបដិសេធសំណើរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពិនិត្យសាកសពរបស់ពលពតដែលជាហេតុនាំឲ្យមានការមន្ទិលសង្ស័យចំពោះមូលហេតុពិតប្រាកដនៃការស្លាប់នេះតើពលពតពិតជាស្លាប់ដោយការបេះដូងពិតមែនឬក៏ត្រូវគេដាក់ថ្នាំបំពុលសម្លាប់ឬមួយក៏ពលពតបានធ្វើអត្តឃាតខ្លួនឯងមកទល់ពេលនេះមូលហេតុពិតប្រាកដនៃការស្លាប់របស់ពលពតនៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិលដដែលអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺពលពតមិនមានជីវិតរស់នៅប្រឈមមុខនឹងការកាត់ទោសពីតុលាការដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនស្លូតត្រង់កម្ពុជារាប់លាននាក់ដែលបានបាត់បង់ជីវិតដោយសារតែរបបខ្មែរក្រហមទោះជាយ៉ាងណាគេអាចបានត្រឹមនិយាយបានថានៅទីបំផុតទៅជីវិតមេដឹកនាំដ៏មហាអស្ចារ្យមហាលោតផ្លោះរបស់ខ្មែរក្រហមបានបញ្ចប់ទៅយ៉ាងសោះកក្រោះពលពតស្លាប់យ៉ាងកណ្ដៅកណ្ដែងកណ្ដៅព្រៃសពរបស់គាត់ត្រូវបានគេរុំនឹងក្រណាត់កៅស៊ូខ្មៅដាក់ក្នុងក្តារមឈូសគ្របពីលើដោយភួយដ៏កញ្ចាស់ហើយយកទៅដុតនៅកណ្ដាលវាលដែលយកសម្បកកង់ឡានចាស់ចាស់មកកធ្វើជាបច្ឆាស្ថានភាពនៃការស្លាប់របស់ពលពតនេះបានបង្ហាញនៅរូបភាពមួយថាយ៉ាងហោចបំផុតធម្មជាតិបានផ្ដល់នូវយុត្តិធម៌ខ្លះៗដល់ជនស្លូតត្រង់កម្ពុជាដែលបានរងចាំអស់រយៈពេលរាប់សិបឆ្នាំនៅយុត្តិធម៌ដែលរៀបចំដោយមនុស្សជាទូទៅខ្មែរក្រហមត្រូវបានគេភ្ជាប់ទៅនឹងឈ្មោះប៉ុលពតក៏ប៉ុន្តែអ្នកទទួលខុសត្រូវនៅក្នុងរបបខ្មែរក្រហមមិនមែនមានតែប៉ុលពតម្នាក់នោះទេនួនជាដែលជាទូទៅមិនសូវឮឈ្មោះល្បីល្បាញដូចជាប៉ុលពតក៏ប៉ុន្តែតាមការពិតគឺជាអនុលេខាបកកុម្មុយនីសដែលមានអំណាចលំដាប់ទី2បន្ទាប់ពីប៉ុលពតហើយត្រូវបានគេស្គាល់ថាជាបងទី2នៅក្នុងតំណែងជាអនុលេខាបកកុម្មុយនីសកម្ពុជានួនជាទទួលខុសត្រូវក្នុងការបំពាក់បំពន់មនោគមវិជ្ជាកុម្មុយនីសដល់កម្មាភិបាលខ្មែរក្រហមនៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចពីឆ្នាំ1975ដល់ឆ្នាំ1979នួនជាគឺជាប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យតែនួនជានរណានួនជាតាមពិតមានឈ្មោះដើមថាលោកប៊ុនរួនកើតនៅឆ្នាំ1926នៅភូមិវត្តកក្នុងខេត្តបាត់ដំបងនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ខេត្តបាត់ដំបងត្រូវបានថៃដណ្ដើមយកទៅកាន់កាប់អ្នកស្រុកបាត់ដំបងទាំងអស់រួមទាំងនួនជាផងត្រូវបានរដ្ឋាភិបាលថៃផ្ដល់សញ្ជាតិជាថៃនួនជាបានចេញពីបាត់ដំបងទៅបន្តការសិក្សានៅទីក្រុងបាងកកនៅឆ្នាំ1945នួនជាបានប្រឡងចប់សញ្ញាបត្របាក់ឌុបហើយបន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាស្ត្រប្រទេសថៃក្រោយមកនួនជាបានចូលជាសមាជិកគណៈបកកុម្មុយនីសថៃការដែលនួនជាសម្រាប់ចាត់ចូលក្នុងបកកុម្មុយនីសថៃនេះប្រហែលជាមកពីគាត់ទទួលឥទ្ធិពលពីបងជីដូនមួយរបស់គាត់គឺស៊ីវហេងដែលបានចូលជាសមាជិកបកកុម្មុយនីសឥណ្ឌូចិននៅក្នុងអំឡុងពេលជាមួយគ្នានោះនៅឆ្នាំ1950នួនជាបានសុំផ្ទេរសមាជិកភាពពីបកកុម្មុយនីសថៃទៅបកកុម្មុយនីសឥណ្ឌូចិនវិញនួនជាក៏បានចេញពីបាងកកចូលមកខេត្តបាត់ដំបងវិញដើម្បីចូលរួមក្នុងចលនាតស៊ូដឹកនាំដោយគណៈបកកុម្មុយនីសឥណ្ឌូចិននៅចន្លោះពីឆ្នាំ1952ដល់ឆ្នាំ1954នួនជាត្រូវបានបកកុម្មុយនីសឥណ្ឌូចិនបញ្ជូនឲ្យទៅរៀនសូត្រខាងនយោបាយនៅទីក្រុងហាណូយប្រទេសវៀតណាមនៅពេលដែលមានការចុះកិច្ចព្រមព្រៀងក្រុងហ្សឺណែវនៅថ្ងៃទី20កក្កដាឆ្នាំ1954ក្រុមខ្មែរកុម្មុយនីសត្រូវបានបែកជាពីរមួយក្រុមរត់ទៅវៀតណាមហើយមួយក្រុមទៀតលាក់ខ្លួននៅក្នុងប្រទេសកម្ពុជានៅពេលនោះនួនជានៅមិនទាន់ត្រឡប់ពីប្រទេសវៀតណាមវិញឡើយទេរហូតដល់ចុងឆ្នាំ1954ទើបនួនជាវិលត្រឡប់ពីប្រទេសវៀតណាមមកវិញហើយបានទៅចូលរួមធ្វើការជាមួយនឹងក្រុមខ្មែរកុម្មុយនីសដែលលាក់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅពេលនោះហើយដែលនួនជាបានជួបជាមួយនឹងសាឡុតសឬប៉ុលពតនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអស៊ីសេរីនួនជាបានឲ្យដឹងដូចនេះថាវៀតណាមគេទៅស្រុកគេទៅយកទាំងខ្មែរ1600នាក់តាមដឹងទៅទៅខ្ញុំមិនបាននៅកម្ពុជាទេខ្ញុំនៅជាប់នៅវៀតណាមមករួចហើយបានក្រោយមកទៀតខ្ញុំធ្វើដំណើរមកកម្ពុជាបានពីឧទ្ទិសនាមឲ្យទៅជិតទោសស្រុកសយជិតទោសគេបានរៀងរហូតមកចាប់ដៃគ្នាធ្វើការសម្បត្តិរហូតដល់ឆ្នាំនៅពេលនោះនួនជាធ្វើការក្រៅបញ្ជាផ្ទាល់របស់សៀវហេងដែលត្រូវជាបងជីដូនមួយរបស់គាត់និងជាលេខាបកប្រជាជនបដិវត្តខ្មែរទទួលបន្ទុកគ្រប់គ្រងបណ្ដាញជនបទចំណែកសាឡុតសឬប៉ុលពតធ្វើការក្រៅបញ្ជាផ្ទាល់របស់ទូសមុទ្រដែលទទួលបន្ទុកគ្រប់គ្រងបណ្ដាញទីក្រុងនៅថ្ងៃទី30ខែកញ្ញាឆ្នាំ1960ទូសមុទ្រត្រូវបានសន្និបាតបកបោះឆ្នោតឲ្យធ្វើជាលេខាបកជំនួសសៀវហេងដែលបានផ្ដាច់ខ្លួនទៅចុះចូលជាមួយសម្ដេចនរោត្តមសីហនុនួនជាក៏បានឡើងកាន់តំណែងជាអនុលេខាបកប្រជាជនបដិវត្តខ្មែរដែលជាតំណែងកម្ពុជាលំដាប់ទី2បន្ទាប់ពីទូសមុទ្រនួនជាបានកាន់តំណែងជាអនុលេខាបកកុម្មុយនីសរហូតដល់ពេលដែលគាត់បានផ្ដាច់ខ្លួនចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជានៅខែធ្នូឆ្នាំ1998នៅថ្ងៃទី20ខែកក្កដាឆ្នាំ1962ទូសមុទ្រលេខាបកពលករកម្ពុជាដែលជាឈ្មោះដើមរបស់បកកុម្មុយនីសកម្ពុជាបានបាត់ខ្លួនដល់មិនដឹងមូលហេតុពិតប្រាកដបែរទៅជាពលពតទៅវិញដែលជាអ្នកដែលស្ថិតនៅលំដាប់ទី3ឯណោះឡើងមកកាន់តំណែងរំលងនួនជាធ្វើជាលេខាបកស្ដេចទី
នៅក្នុងមហាសន្និបាតបកនៅខែកុម្ភៈឆ្នាំ1963ប៉ុល ពតក៏បានចោទឆ្នោតជាលេខាបកពេញសិទ្ធិចំណែកនួនជានៅតែកាន់តំណែងជាអនុលេខាបកដដែលតែហេតុអ្វីបានជានួនជាមិនឡើងមកធ្វើលេខាបកតើមកពីគាត់មិនចង់ធ្វើឬក៏យ៉ាងណានៅក្នុងសិភៅដែលមានចំណងជើងថាបងទី1ប៉ុល ពតលោក David Chandler បានសរសេរថានួនជាក៏មានបំណងចង់ធ្វើជាលេខាបកដែរក៏ប៉ុន្តែមិនអាចធ្វើទៅបានពីព្រោះថានៅពេលនោះមានលេខលើព័ត៌មានចោទប្រកាន់ថានួនជាមានជាប់ពាក់ព័ន្ធជាមួយនឹងសៀវហេងដែលជាបងជីដូនមួយនិងជាអនុលេខាបកកុម្មុយនីសដែលបានរត់ទៅចោទចូលជាមួយនឹងសម្ដេចនរោត្តមសីហនុព័ត៌មានដែលឮតគ្នាក្នុងចំណោមមន្ត្រីថ្នាក់ដឹកនាំបកកុម្មុយនីសកម្ពុជានៅពេលនោះគឺតាក់ទងទៅនឹងការដែលនួនជាធ្លាប់បានទទួលលុយកាក់ពីសៀវហេងលោក David Chandler ក៏បានថែមទាំងអះអាងទៀតថាអ្នកដែលបានផ្សព្វផ្សាយព័ត៌មាននេះគឺប៉ុល ពតនេះឯងក្រោយពីមានព័ត៌មានចចាមអារ៉ាមបែបនេះនួនជាក៏លែងហ៊ានឈរឈ្មោះជាបេក្ខជនលេខាបកដែលដឹងថាបើទោះជាឈរឈ្មោះក៏មិនមានអ្នកណាបោះឆ្នោតឲ្យដែរដូច្នេះហើយបានជានួនជាក៏សុខចិត្តនៅជាអនុលេខាបកដដែលក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាចនៅឆ្នាំ1975នួនជាក៏បានក្លាយទៅជាប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងបកនួនជាគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំអង្គការចាត់តាំងបកនិងទទួលបន្ទុកតែការអប់រំផ្នែកនយោបាយនិងមនោគមវិជ្ជាយោងតាមឯកសារដែលរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជានួនជាគឺជាអ្នកទទួលខុសត្រូវក្នុងការចេញគោលនយោបាយឲ្យមន្ត្រីថ្នាក់មូលដ្ឋានជាអនុវត្តនៅក្នុងនោះក៏រួមមានទាំងមន្ត្រីស21ឬកុកទូស្លែងផងដែរនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1976នួនជាបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល ពតដែលបានលាលែងដោយបញ្ហាសុខភាពក៏ប៉ុន្តែប្រហែល3សប្តាហ៍ក្រោយមកតំណែងនេះត្រូវបានប៉ុល ពតយកទៅកាន់កាប់វិញនៅក្រៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី7ខែមករាឆ្នាំ1979នួនជាបានរត់ទៅរស់នៅជីដែនខ្មែរថៃជាមួយនឹងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនួនជាក៏មិនខុសពីប៉ុល ពតប្រមាណដែរគឺជាមនុស្សដែលចូលចិត្តរស់នៅក្នុងការលាក់កំបាំងមិនឲ្យគេដឹងមិនឲ្យគេស្គាល់ដូចនេះហើយបានជាមិនសូវមានឯកសារដែលនិយាយអំពីនួនជានោះទេគោលរំលឹកថានួនជាអ្នកឯងដែលជាមេកំណត់នៃការដឹកនាំបែបសម្ងាត់នួនជាតែងតែបានលើកឡើងថាការលាក់ការសម្ងាត់គឺជាកត្តាដ៏សំខាន់ដែលនាំទៅរកជ័យជំនះនៃបដិវត្តន៍នៅថ្ងៃទី29ខែធ្នូឆ្នាំ1998នួនជាបានផ្ដាច់ខ្លួនចោះចូលជាមួយនឹងរដ្ឋាភិបាលជាថ្នូវនឹងការរួចផុតពីរាល់ការចោទប្រកាន់ពីបទអក្រិតនានាដែលគាត់បានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហមក៏ប៉ុន្តែនៅថ្ងៃទី19ខែកញ្ញាឆ្នាំ2007នួនជាត្រូវបានគេចាប់ខ្លួនពីផ្ទះរបស់គាត់នៅស្រុកសំឡូតមកភ្នំពេញតាមដីកាចាប់ខ្លួនរបស់តុលាការខ្មែរក្រហមនួនជាត្រូវបានអង្គជំនុំជម្រះចាប់ប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហើយកំពុងប្រឈមមុខនឹងការកាត់ទោសនួនជានៅតែអះអាងម្ដងហើយម្ដងទៀតថាគាត់មិនមែនជាអ្នកទទួលខុសត្រូវនៅក្នុងការសម្លាប់មនុស្សរាប់លាននាក់នៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចនោះទេគាត់អះអាងថាគាត់មិនបានដឹងអំពីការដែលប្រជាជនអត់អាហារហើយក៏មិនបានដឹងអំពីរឿងសម្លាប់មនុស្សដែរតើមានអ្នកនាំខ្មែរក្រហមលំដាប់កម្ពុជាដូចជានួនជាដែលជាអ្នកទទួលខុសត្រូវក្នុងការសម្រេចនៅរាល់នយោបាយរបស់បកនឹងរដ្ឋពិតជាមិនដឹងរឿងអ្វីបែបនេះមែនឬគឺសំផនកើតនៅថ្ងៃទី27ខែកក្កដាឆ្នាំ1931នៅខេត្តស្វាយរៀងគាត់គឺជាកូនច្បងនៅក្នុងត្រកូលអ្នកចេះដឹងដែលមានឪពុកជាចៅក្រមនៅឆ្នាំ1942ខៀវសំផនត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយដែលបារាំងទើបបង្កើតថ្មីនៅខេត្តកំពង់ចាមឈ្មោះវិទ្យាល័យព្រះសីហនុស្រុតសហ៊ូនឹមនិងហ៊ូយុនក៏ត្រូវបានជ្រើសរើសទៅរៀននៅអនុវិទ្យាល័យនោះដែរសិស្សដែលរៀននៅអនុវិទ្យាល័យកំពង់ចាមនោះបានរៀបរាប់ថាខៀវសំផនគឺជាសិស្សដែលមានបញ្ញាវៃឆ្លាតមានមហិច្ឆតាខ្ពស់និងជាមនុស្សចូលចិត្តនៅដាក់ឆ្ងាយពីគេឯងក្រៅពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាមខៀវសំផនបានចូលរៀននៅវិទ្យាល័យព្រះស៊ីសវត្តនៅទីក្រុងភ្នំពេញនៅឆ្នាំ1953ខៀវសំផនបានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងគាត់ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យម៉ុងពេលយេហើយបន្តមកបានបន្តការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប៉ង់ទីអុងសូបឺននៅទីក្រុងប៉ារីសខៀវសំផនទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចនៅឆ្នាំ1958នៅក្នុងនិក្ខេបបទបណ្ឌិតដែលមានចំណងជើងថាការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្មកម្ពុជាខៀវសំផនបានប្រកាន់យកនៅទស្សនៈឯករាជ្យម្ចាស់ការធ្វើជាគោលនៅក្នុងការអភិវឌ្ឍប្រទេសគឺនៅទីក្រុងប៉ារីសនោះហើយដែលខៀវសំផនបានទទួលឥទ្ធិពលពីមនោគមវិជ្ជាកុម្មុយនីសខៀវសំផនបានចូលជាសមាជិកក្រុមនិស្សិតកុម្មុយនីសគឺក្រុម Marxist ដែលមានអៀងសេរីនិងរដ្ឋសឿនជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតនៅឆ្នាំ1956ខៀវសំផនបានក្លាយជាអគ្គលេខាធិការនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំងក្រោយពីបានវិលត្រឡប់ពីប្រទេសបារាំងមកប្រទេសកម្ពុជាវិញនៅឆ្នាំ1959ខៀវសំផនបានបង្កើតកាសែតមួយមាននិន្នាការនយោបាយឆ្វេងនិយមកាសែតនោះសរសេរជាភាសាបារាំងហើយមានឈ្មោះថា L'Observateur ក្នុងពេលជាមួយគ្នានោះខៀវសំផនបានធ្វើជាសាស្ត្រាចារ្យនៅវិទ្យាល័យច្បាប់នៅទីក្រុងភ្នំពេញដោយសារតែកាសែត L'Observateur សរសេររិះគន់រដ្ឋាភិបាលសម្ដេចនរោត្តមសីហនុកាសែតនេះត្រូវបានបិទទៅវិញនៅឆ្នាំ1960ពលគឺបង្កើតបានតែប្រមាណ4ឆ្នាំប៉ុណ្ណោះលើសពីនោះទៅទៀតយោងតាមលោក Howard China នៅថ្ងៃទី13ខែកក្កដាឆ្នាំ1960
ខៀវសំផនដែលជាចៅបានកសែតលោកសាវតាត្រូវបានប៉ូលីសចាប់វាយសម្រាប់ខោអាវនៅលើដងផ្លូវសាធារណៈក្នុងទីក្រុងភ្នំពេញខៀវសំផនត្រូវបានប៉ូលីសចាប់ដាក់គុករយៈពេលជាង1ខែដោយគ្មានការជំនុំជម្រះអ្វីទាំងអស់2ឆ្នាំក្រោយមកពោលគឺនៅឆ្នាំ1962ខៀវសំផនបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកណ្ដាលហើយត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាលរបស់ព្រះអង្គម្ចាស់នរោត្តមកន្តុលក៏ប៉ុន្តែខៀវសំផនបានលាលែងចេញពីតំណែងរដ្ឋលេខាធិការនៅខែកក្កដាឆ្នាំ1963ក្រោយពីមានព្រឹត្តិការណ៍បះបោររបស់សិស្សនៅវិទ្យាល័យខេត្តសៀមរាបសម្ដេចនរោត្តមសីហនុបានចាត់ប្រកាន់ថាពួកឆ្វេងនិយមជាអ្នកនៅពីខាងក្រោយចលនាបះបោរនេះព្រះអង្គបានចេញផ្សាយនៅបញ្ជីឈ្មោះអ្នកនយោបាយឆ្វេងនិយមចំនួន34រូបដែលព្រះអង្គក៏ហៅឲ្យមកបង្កើតរដ្ឋាភិបាលនៅក្នុងនោះក៏មានឈ្មោះខៀវសំផនផងដែររួមជាមួយនឹងអិសរាជជនខ្មែរកុម្មុយនីសមួយចំនួនទៀតដោយភ័យខ្លាចប៉ូលីសរបស់សម្ដេចនរោត្តមសីហនុលោកធ្វើឃាតពួកខ្មែរកុម្មុយនីសដែលមានឈ្មោះនៅក្នុងបញ្ជីនោះដូចជាសាឡុតសនីអ៊ីនសេរីជាដើមបានរត់គេចខ្លួនចេញពីទីក្រុងភ្នំពេញទៅលាក់ខ្លួននៅក្នុងព្រៃចំណែកឯខៀវសំផនវិញធ្វើត្បិតតែបានលាលែងចេញពីតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏ប៉ុន្តែនៅបន្តធ្វើជាសមាជិកសភាមណ្ឌលកណ្ដាលដដែលនៅខែកញ្ញាឆ្នាំ1966ខៀវសំផនបានជាប់ឆ្នោតជាតំណាងរាស្ត្រមួយអាណត្តិថ្មីទៀតនៅពេលនោះអ្នកនយោបាយនិន្នាការឆ្វេងនិយមពីររូបផ្សេងទៀតគឺហ៊ូនឹមនិងហ៊ូយុនក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រដែរពីព្រឹត្តិការណ៍បះបោរនៅសំឡូតនៅខែមេសាឆ្នាំ1967សម្ដេចនរោត្តមសីហនុបានធ្វើការចោទប្រកាន់ជាសាធារណៈលើខៀវសំផនហ៊ូយុននិងហ៊ូនឹមថាជាអ្នកញុះញង់ឲ្យមានអំពើបះបោរនេះហើយថែមទាំងគម្រាមថានឹងយកអ្នកទាំង3នេះទៅកាត់ទោសនៅតុលាការសឹកទៀតផងខៀវសំផនរួមជាមួយនឹងហ៊ូនឹមនិងហ៊ូយុនក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយពេលខៀវសំផនហ៊ូនឹមនិងហ៊ូយុនបានបាត់ខ្លួនពីទីក្រុងភ្នំពេញលន់នល់ដែលពេលនោះជានាយករដ្ឋមន្ត្រីបានអះអាងថាអ្នកទាំង3រូបនេះបានស្លាប់បាត់ទៅហើយដូច្នេះហើយបានជានៅពេលដែលអ្នកទាំង3បានលេចមកចេញមកវិញនៅក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហមគេបានហៅអ្នកទាំង3នេះថាជាខ្មោចទាំង3នៅពេលរត់ចេញពីទីក្រុងភ្នំពេញខៀវសំផនបានរត់ទៅជាមួយនឹងហ៊ូយុនចំណែកហ៊ូនឹមវិញបន្តស្ថិតនៅភ្នំពេញនៅឡើយនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីខៀវសំផនបានឲ្យដឹងថាគាត់បានរត់ចេញពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ3ឆ្ពោះទៅស្រុកអង្គតាសោមខេត្តតាកែវរួចហើយបន្តដំណើរទៅជួបតាមកនៅភូមិជាងតងឃុំជាងតងស្រុកសំឡងតងខេត្តកំពង់ស្ពឺដល់ទៅគាត់ជួនឡានទៅផ្លូវលេខ3ទៅឈប់នៅត្រង់មុនដល់អង្គតាសោមយប់ហើយនៅពេលហ្នឹងមានមនុស្សមួយក្រុមនៅចាំនៅហ្នឹងនៅត្រង់ផ្លូវហ្នឹងដល់ហ្នឹងគេឲ្យយើងចំពីរនាក់ហ្នឹងចុះទៅហើយគេឲ្យកង់មួយម្នាក់ជិះពីទៀតក៏ជិះកង់ដែរជិះចុះពីផ្លូវថ្នល់ទៅតាមឡាយភ្លឺខ្សែហ្នឹងហើយទៅមានការរៀបចំការពារសន្តិសុខអីឃើញទៅយមត់ចាត់ដែរជិះកង់យើងតែអត់បានដល់កន្លងមកទៅដល់ខាងភូមិទៀតហ្នឹងភូមិហ្នឹងឈ្មោះជាភូមិជាងតងឃុំជាងតងស្រុកសំឡុងតងគេឲ្យខ្ញុំឡើងទៅលើផ្ទះមួយហើយលើផ្ទះហ្នឹងគឺបានឃើញតែមុខមុនគេកំអងហ្នឹងតែអង្គុយនៅហ្នឹងហើយខ្ញុំមិនដឹងណាផងទេតែពេលជួបទៅមិនដឹងណាទេតែគេប្រាប់ថាតែមកហើយខៀវសំផននិងហ៊ូយុនបានស្នាក់នៅភូមិជាងតងអស់រយៈពេល4ខែទើបបន្តដំណើរចូលទៅក្នុងព្រៃរហូតដល់ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ1970ទើបខៀវសំផនបានជួបជាមួយនឹងសាឡុតសនៅក្នុងខេត្តកំពង់ធំខៀវសំផនធ្លាប់បានអះអាងថាចាប់ពីពេលដែលបែកពីសាឡុតសពីវិទ្យាល័យកំពង់ចាមមកគាត់មិនដែលបានជួបជាមួយនឹងសាឡុតសវិញទេហើយក៏មិនដែលបានដឹងដែរថាសាឡុតសគឺជាមេដឹកនាំខ្មែរក្រហមការពិតខ្ញុំស្គាល់លោកប៉ុលពតលោកសាឡុតសនៅពេលដែលរៀននៅកំពង់ចាមគាត់រៀនលើខ្ញុំប្រហែលថ្នាក់ទី1ទី2គាត់អាយុច្រើនជាងខ្ញុំហើយកាលនោះមិនសូវចិត្តស្និទ្ធជាមួយគាត់មកទេមិនបានជាគិតថាលោកសាឡុតសហ្នឹងថ្ងៃក្រោយទៅតែជាប៉ុលពតហ្នឹងអត់បាននឹកសោះគាត់បែកគ្នាពីកំពង់ចាមមកគាត់ទៅប្រឡងពីក្រុមនោះមុនខ្ញុំក៏ខ្ញុំមិនបាននឹកគិតគាត់ប្រឡងចោលពីធ្លាក់យ៉ាងតែមិនថងមួយគាត់ទៅរៀនឯណាក៏ខ្ញុំបានជាគិតហើយដល់ខ្ញុំទៅបារាំងអត់បានជួបគាត់ទេគាត់មកទៅខ្មែរហួសហើយបាទរហូតដល់ក្រោយរដ្ឋប្រហារឆ្នាំ70គាត់បានទៅជួបប៉ុលពតជួបនៅម្ដុំស្ទឹងជីនិតគុំបតលខេត្តកំពង់ធំនិងកំពង់ចាមខាងលើស្ទឹងត្រង់បន្តិចនៅម្ដុំមន្ទីរតាំងវេនេះណាអង្គដូច្នេះក្រោយរដ្ឋប្រហារមកហើយទេបាទជួបគាត់ក្នុងឋានៈជាអ្នកដឹកនាំខាងបកកុម្មុយនីសកម្ពុជាហ្នឹងហើយភ្ញាក់ដែរខ្ញុំមិននឹកស្មានថាអូច្រឡំសដែលធ្លាប់ស្គាល់គ្នាกันនៅរៀនមកដល់ប៉ុណ្្នឹងទេខៀវសំផនត្រូវបានតែងតាំងជាអនុប្រធានគណៈសេរីរួមជាតិកម្ពុជាដែលមានសម្ដេចនរោត្តមសីហនុជាប្រធានក្រោយពេលដែលរាជរដ្ឋាភិបាលរួមជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅពេលកាំងនៅថ្ងៃទី5ខែឧសភាឆ្នាំ1970ខៀវសំផនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិខៀវសំផនបន្តកាន់តំណែងនេះរហូតដល់ខែមេសាឆ្នាំ1975ទើបផ្លាស់ទៅធ្វើជាអគ្គបញ្ជាការកងទ័ពជាតិវិញក៏ប៉ុន្តែរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រីដដែល
ចំណែកឯតំណែងជារដ្ឋមន្ត្រីការពារជាតិត្រូវបានផ្ទេរទៅឲ្យសុនសេនជាអ្នកគ្រប់គ្រងវិញនៅខែមេសាឆ្នាំ1976មួយឆ្នាំក្រោយពីខ្មែរក្រហមបានឡើងកាន់អំណាចខៀវសំផនត្រូវបានតែងតាំងឲ្យធ្វើជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យជំនួសសម្ដេចនរោត្តមសីហនុដែលបានសុំលាឈប់ពីតំណែងនៅក្នុងពេលជាមួយគ្នានោះខៀវសំផនក៏ត្រូវបានតែងតាំងឲ្យចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសកម្ពុជាផងដែរខៀវសំផនបានរៀបរាប់ពីមូលហេតុដែលគេតែងតាំងឲ្យគាត់ចូលក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហមដូចនេះថាខ្ញុំទៅក្នុងគណៈមជ្ឈិមបក្សកុម្មុយនីសកម្ពុជាហ្នឹងណាដោយសារថាខ្ញុំជាអនុប្រធានរណសិរ្សរួមជាកម្ពុជាបន្ទាប់ពីប្រកូនណាហើយគេយល់ឃើញថាគេលើកបុកបាត់ខ្ញុំតិចទៅតែខ្ញុំប៉ាត់នេះណាបានจะឲ្យខ្ញុំចូលគណៈមជ្ឈិមត្រៀមកាលឆ្នាំ71នោះដល់76នេះបានគេឲ្យខ្ញុំចូលជាមជ្ឈិមពេញទីមជ្ឈិមពិសិដ្ឋនៅក្រៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំនៅឆ្នាំ1979ខៀវសំផនបានឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល ពតខៀវសំផនបានចេញមុខតំណាងភាគីខ្មែរក្រហមនៅក្នុងការចរចាជាមួយសម្ដេចនរោត្តមសីហនុនិងសឿនសានដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះត្រីភាគីដែលមានខ្មែរក្រហមហ៊ុនស៊ិនប៉ិចនិងរណសិរ្សរំដោះប្រជាជនខ្មែរនៅក្នុងរដ្ឋាភិបាលចម្រុះនេះសម្ដេចនរោត្តមសីហនុតំណាងហ៊ុនស៊ិនប៉ិចគឺជាប្រមុខរដ្ឋសឿនសានតំណាងរណសិរ្សរំដោះប្រជាជនខ្មែរជានាយករដ្ឋមន្ត្រីហើយខៀវសំផនតំណាងកម្ពុជាប្រជាធិបតេយ្យគឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងខៀវសំផនបានចូលរួមនៅក្នុងឋានៈជាមេដឹកនាំភាគីកម្ពុជាប្រជាធិបតេយ្យនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងភាគីរដ្ឋកម្ពុជានិងរដ្ឋាភិបាលចម្រុះត្រីភាគីដែលបានបើកធ្វើនៅទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី9ដល់ថ្ងៃទី10កញ្ញាឆ្នាំ1990ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រូវបានបង្កើតឡើងដែលមានសមាជិកចំនួន12រូបក្នុងនោះ6រូបមកពីភាគីរដ្ឋកម្ពុជានិង6រូបទៀតមកពីភាគីរដ្ឋាភិបាលចម្រុះត្រីភាគីហើយភាគីនីមួយៗនៅក្នុងរដ្ឋាភិបាលចម្រុះត្រីភាគីត្រូវបញ្ជូនតំណាង2រូបរបស់ខ្លួនឲ្យមកធ្វើជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះខៀវសំផននិងសុនសេនគឺជាតំណាងរបស់ភាគីខ្មែរក្រហមក្រោយពីដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះនៅទីក្រុងប៉ារីសខៀវសំផនរួមជាមួយនឹងសុនសេនបានធ្វើដំណើរចូលមកទីក្រុងភ្នំពេញនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ1991ដើម្បីបំពេញមុខងារជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ក៏ប៉ុន្តែគ្រាន់តែមកដល់ភ្នំពេញភ្លាមបាតកម្មដ៏ធំមួយបានផ្ទុះឡើងប្រឆាំងនឹងខៀវសំផននិងសុនសេនបាតកម្មនេះបានរាលដាលទៅជាអំពើហិង្សារហូតបានបណ្ដាលឲ្យខៀវសំផនទទួលរងរបួសនៅត្រង់ក្បាលដោយមានអន្តរាគមន៍ពីសំណាក់លោកហ៊ុនសែនដែលពេលនោះគឺជានាយករដ្ឋមន្ត្រីនៃរដ្ឋកម្ពុជាខៀវសំផននិងសុនសេនត្រូវបានជំនះតាមរថផ្ដែកឆ្ពោះទៅកាន់ពលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនៅរសៀលថ្ងៃដដែលដើម្បីឡើងយន្តហោះចាក់ចេញពីទីក្រុងភ្នំពេញឆ្ពោះទៅទីក្រុងបាងកកប្រទេសថៃក្រោយពេលដែលក្រុមខ្មែរក្រហមដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនិងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិរៀបចំដោយអ៊ុនតាក់នៅឆ្នាំ1993ខៀវសំផននៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យដដែលក៏ប៉ុន្តែនៅពេលនោះក្រុមខ្មែរក្រហមបានក្លាយទៅជាក្រុមឧទាមដែលនៅក្រៅច្បាប់នៅឆ្នាំ1998ខៀវសំផនបានដាច់ខ្លួនចុះចូលជាមួយនឹងរដ្ឋាភិបាលហើយបានរស់នៅជាប្រជាជនសាមញ្ញមួយរូបនៅទីក្រុងប៉ៃលិនដែលជាអតីតទីតាំងរបស់ខ្មែរក្រហមនៅក្រៅពេលដែលសភាកម្ពុជាអនុម័តច្បាប់បង្កើតតុលាការពិសេសដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមខៀវសំផនបានចេញផ្សាយនូវលិខិតចំហចំនួន2ច្បាប់ក្នុងគោលដៅបញ្ជាក់អំពីការមិនជាប់ពាក់ព័ន្ធទៅនឹងរាល់បទឧក្រិដ្ឋនានាដែលត្រូវបានប្រព្រឹត្តនៅពេលដែលពួកខ្មែរក្រហមកាន់អំណាចហើយព្យាយាមទម្លាក់ការទទួលខុសត្រូវទាំងអស់ទៅលើប៉ុល ពតតែម្នាក់ឯងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុបារាំងអន្តរជាតិខៀវសំផនបានអះអាងថាគាត់បានរត់ទៅចូលរួមតស៊ូជាមួយនឹងពួកខ្មែរក្រហមគឺធ្វើឡើងដោយបង្ខំចិត្តតែប៉ុណ្ណោះហើយនៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្មែរក្រហមនោះក៏គាត់គ្មានតួនាទីដឹកនាំអ្វីទាំងអស់ខ្ញុំជំរាបច្បាស់ហើយថាខ្ញុំគ្មានតួនាទីនៅក្នុងក្រុមដឹកនាំចៅណាខ្មែរក្រហមទេខ្ញុំជាបញ្ញវន្តមួយរូបតែត្រូវបង្ខំចិត្តរត់ពីភ្នំពេញទៅដោយបង្ខំចិត្តទេអានេះត្រូវបញ្ជាក់ច្បាស់ដោយបង្ខំចិត្តមិនមែនទៅរៀបចំកម្លាំងអីសម្រាប់ចិត្តឲ្យខ្លួនឯងទៅរៀបចំកម្លាំងអីទេដូច្នេះខ្ញុំវាមិនមានតួនាទីជាអ្នកដឹកនាំទេខ្ញុំតែច្រកត្រង់កិច្ចការពីរបស់គេតែប៉ុណ្្នឹងទេតានេះសូមលោកពិនិត្យឲ្យមែនតើក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយខៀវសំផនធ្លាប់បានអះអាងម្ដងហើយម្ដងទៀតថាគាត់មិនខ្លាចការកាត់ទោសពីសំណាក់តុលាការខ្មែរក្រហមនេះទេក៏ប៉ុន្តែនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2007មួយថ្ងៃក្រោយពីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម2រូបគឺអៀងសេរីនិងអ៊ីងធីរិតត្រូវបានអង្គជំនុំជម្រះវិសាមញ្ញចាប់ខ្លួនខៀវសំផនត្រូវបានគេអះអាងថាបានតាក់ស្លុតរហូតដល់ធ្លាក់ខ្លួនឈឺហើយត្រូវបានរដ្ឋាភិបាលដឹកតាមឧទ្ធម្ភាគកញ្ចក់យកមកព្យាបាលនៅទីក្រុងភ្នំពេញហើយមួយសប្តាហ៍ក្រោយមកពលគឺនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2007ខៀវសំផនត្រូវបានប៉ូលីសចាប់ខ្លួនតាមដីការបស់តុលាការខ្មែរក្រហម
ហើយត្រូវតុលាការឃុំខ្លួនជាបណ្ដោះអាសន្នដែលចាប់ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមខៀវសំផនបានជ្រើសរើសមេធាវីពីររូបឲ្យការពារខ្លួនគាត់គឺបណ្ឌិតសាយបូរីអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាអតីតប្រធានគណៈមេធាវីកម្ពុជានិងមួយរូបទៀតគឺលោក Jacques Vergès មេធាវីជនជាតិបារាំងដែលល្បីល្បាញខាងការពារឧក្រិដ្ឋជនសង្គ្រាមនិងភេរវជនមេធាវីទាំងពីររូបនេះគឺខៀវសំផនខ្លួនឯងជាអ្នកសម្រេចសម្រាំងជ្រើសរើសតាំងពីមុនពេលដែលតុលាការធ្វើការចាប់ប្រកាន់ទៅទៀតមែនតើខ្ញុំទៅរកគាត់នឹងយូរដែរហើយរកគាត់តាំងពីខ្ញុំទៅចាប់ផ្ដើមផ្សាយសភៅខ្ញុំដំបូងម៉ែខ្ញុំឮសូរពីចិត្តនិយាយថាឲ្យប្រកាសតុលាការអន្តរជាតិប្រកាសតុលាការអន្តរជាតិហ្នឹងណាហើយគេរកឈ្មោះខ្ញុំជាប់អញ្ចឹងអាហ្នឹងធម្មតាទេយើងត្រៀមព្រោះមានឈ្មោះមកកសាយគេនិយាយហូរហែមកហើយយើងចេះនៅហៅថាជាខ្មែរយើងថាប្រហែលអញ្ចឹងពីកើតមេធាវីគេរើសទាំងអស់ខ្ញុំមិនសូវក្បាច់ខ្ញុំមិនសូវចង់បានទេចង់បានមេធាវីណាដែលខ្ញុំរើសដោយខ្លួនឯងហ្មងនៅក្នុងចំណោមមេដឹកនាំខ្មែរក្រហមដែលត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់គេរំពឹងថាការជំនុំជម្រះលើខៀវសំផននឹងជាដំណើរការស្វិតស្វាញជាងគេពីព្រោះតែគាត់មានមេធាវីជំនាញខាងការពារឧក្រិដ្ឋជនសង្គ្រាមក៏ប៉ុន្តែនៅទីបំផុតទៅខៀវសំផនគឺជាមនុស្សមានឬគ្មានទោសនោះគឺជាសេចក្តីសម្រេចរបស់ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញអៀងសេរីគឺជាមេដឹកនាំខ្មែរក្រហមដែលចេញមុខចេញមាត់ជាសាធារណៈច្រើនជាងគេពីព្រោះគាត់គឺជាអ្នកទទួលបន្ទុកផ្នែកកិច្ចការបរទេសចំណែកនៅក្នុងបកវិញអៀងសេរីគឺជាសមាជិកគណៈអចិន្ត្រៃយ៍ដែលជាស្ថាប័នមានអំណាចកំពូលក្នុងការសម្រេចកិច្ចការនានាក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមអៀងសេរីគឺជាមនុស្សស្និទ្ធនឹងប៉ុល ពតជាងគេអៀងសេរីនិងប៉ុល ពតបានស្គាល់គ្នានិងជាមិត្តភក្តិយ៉ាងជិតស្និទ្ធនឹងគ្នាតាំងពីពេលរៀននៅភ្នំពេញរហូតបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងជាមួយគ្នាប្រពន្ធរបស់អៀងសេរីនិងប្រពន្ធរបស់ប៉ុល ពតគឺជាបងប្អូនបង្កើតនឹងគ្នាក្រោយពេលវិលត្រឡប់ពីប្រទេសបារាំងប្តីប្រពន្ធអៀងសេរីនិងប៉ុល ពតបានទៅរស់នៅក្នុងផ្ទះជាមួយគ្នានៅទីក្រុងភ្នំពេញហើយជាទូទៅអៀងសេរីត្រូវបានគេស្គាល់ថាជាមេដឹកនាំលំដាប់ទី3នៃរបបខ្មែរក្រហមបន្ទាប់ពីនួនជាដែលជាអនុលេខាបកតែអៀងសេរីជានរណាអៀងសេរីមានឈ្មោះកំណើតថាគឹមត្រាងកើតនៅឆ្នាំ1925នៅខេត្តត្រាវិញកម្ពុជាក្រោមគឹមត្រាងត្រូវបានឪពុកម្ដាយបដូរឈ្មោះមកជាអៀងសេរីនៅពេលមករៀននៅកម្ពុជាដើម្បីឲ្យមានសូរសៀងជាឈ្មោះខ្មែរអៀងសេរីបានបន្ថយអាយុ4ឆ្នាំដែលបដូរឆ្នាំកំណើតពីឆ្នាំ1925មកឆ្នាំ1929វិញដើម្បីបានចូលរៀននៅសាលាបឋមសិក្សានៅឆ្នាំ1945អៀងសេរីបានចូលរៀននៅវិទ្យាល័យស៊ីសវត្តនៅទីក្រុងភ្នំពេញអៀងសេរីបានប្រឡូកចូលក្នុងនយោបាយនៅឆ្នាំ1946ដែលបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណានិគមបារាំងមួយឆ្នាំក្រោយមកអៀងសេរីបានជួបជាមួយនឹងសាឡុតសពេលដែលសាឡុតសបានវិលត្រឡប់ពីអនុវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាមមករៀននៅសាលាបច្ចេកទេសហៅសាលាដែកនៅក្នុងខណ្ឌរិស័យកែវរាជធានីភ្នំពេញអៀងសេរីនិងសាឡុតសក៏បានរាប់អានគ្នាជាមិត្តភក្តិយ៉ាងជិតស្និទ្ធយោងតាមលោកកេមិនសាក់សាឡុតសនិងអៀងសេរីបានចូលរួមយ៉ាងសកម្មជួយគណៈបកប្រជាធិបតេយ្យក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ1947នៅឆ្នាំ1950អៀងសេរីទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីសប្រទេសបារាំងពោលគឺមួយឆ្នាំក្រោយសាឡុតសអៀងសេរីក៏មិនខុសពីសាឡុតសប្រមាណដែរគឺបានទទួលអាហារូបករណ៍ចេញទៅរៀននៅប្រទេសបារាំងដោយសារពួកគេគឺជាសកម្មជននៃគណៈបកប្រជាធិបតេយ្យដែលពេលនោះកាន់កាប់ក្រសួងអប់រំជាតិក៏ប៉ុន្តែផ្ទុយពីសាឡុតសដែលទៅរៀនផ្នែកបច្ចេកទេសអេឡិចត្រូនិកអៀងសេរីបានទៅបន្តការសិក្សាថ្នាក់វិទ្យាល័យដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបហើយឯកសារជាច្រើនបានសរសេរថាក្រោយពីប្រឡងបាក់ឌុបចប់ហើយអៀងសេរីបានទៅរៀននៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីដែលហៅតាមភាសាបារាំងថា Institut d'études politiques de Paris ក៏ប៉ុន្តែនៅក្នុងបញ្ជីឈ្មោះអតីតនិស្សិតដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រពីវិទ្យាស្ថាននេះគេមិនឃើញមានឈ្មោះអៀងសេរីនោះទេនេះមានន័យថាអៀងសេរីរៀនមិនបានចប់ទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីវិទ្យាស្ថាននេះទេមួយយប់ប្រហែលក្រោយពីបានមកដល់ទីក្រុងប៉ារីអៀងសេរីនិងមិត្តភក្តិម្នាក់ទៀតគឺរ៉ាត់សមឿនក៏បានព្រួយផ្ដើមគំនិតបង្កើតក្រុមនិស្សិតកុម្មុយនីសមួយក្រុមដែលមានឈ្មោះថាក្រុមម៉ាក់ស៊ីសក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់លោកកេមិនសាក់នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអេស៊ីសេរីលោកកេមិនសាក់ដែលធ្លាប់ស្គាល់អៀងសេរីយ៉ាងច្បាស់តាំងពីកាលនៅភ្នំពេញបានអះអាងថាអៀងសេរីគឺជាមនុស្សមានចរិតកោងកាចនិងផ្ដាច់ការនឹងជំនាន់នោះខ្ញុំទៅសុខពេញហើយបានជួបនឹងអៀងសេរីត្រូវជាប់សាច់ញាតិឯខ្លះជាមួយគ្រឿងកាងហ្នឹងពេលមួយហ្នឹងមកជប់លៀងនៅឋានទូតខ្មែរនៅប៉ារីសហ្នឹងនិយាយគ្នាទៅតោះសម្ដីគ្នាទៅលោកគ្រឿងកាងថាអញពូឯងចឹងហើយស្លាប់អញដែរហើយកម្មណាចឹងយើងស្ដីថាខ្លាចអីសម្លាប់ត្រូវសម្លាប់គឺថារបៀបធ្វើការរបៀបតាក់ទងជាមួយនឹងអ្នកឯទៀតទូទៅទាំងអស់ហ្នឹងគឺថាវាជាអ្នកផ្ដាច់ការហ្នឹងគឺស្អីទាំងអស់ស្រេចវាទាំងអស់អមមកដូចថាជាមួយមែនតែខ្ញុំនេះជាមួយហ៊ូយន្តធំតំនេះហ្នឹងក៏ខ្លាំងយ៉ាងដែរគឺវាកាត់ទោសពីអ្នកហ្នឹងមុនស្រេចនៅប៉ារីសហ្នឹងទៅហើយថាពួកអនហ្នឹងគិតតែសញ្ញាបត្ររវល់តែរៀនខំប្រឡងយកដុកតរ៉ាខាងច្បាប់នោះ
ហើយមិនគិតធ្វើសកម្មខាងនយោបាយទេមើលមុខអៀងសេរីមែនតើមុខកាយណាលោកអៀងសេរីបានរៀបការជាមួយខៀវធីរិតនៅឆ្នាំ1951នៅពេលកំពុងរៀននៅទីក្រុងប៉ារីសប្រទេសបារាំងហើយខៀវធីរិតក៏បានប្រើឈ្មោះអៀងធីរិតដោយយកត្រកូលតាមប្តីវិញនៅឆ្នាំ1952ក្រោយពីរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានកាត់ផ្តាច់អាហារូបករណ៍អៀងសេរីរួមជាមួយនឹងមិត្តភ័ក្តិមួយចំនួនទៀតដូចជាហ៊ូយុននិងសុនសេនជាដើមបានសម្រេចចិត្តបន្តស្នាក់នៅប្រទេសបារាំងតទៅទៀតនៅឆ្នាំ1957ទើបអៀងសេរីនិងអៀងធីរិតវិលត្រឡប់ពីប្រទេសបារាំងវិញហើយបានទៅរស់នៅក្នុងផ្ទះជាមួយគ្នានឹងសណតសនិងខៀវប៉ុនណារីដែលត្រូវជាបងស្រីបង្កើតរបស់អៀងធីរិតអៀងសេរីបានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះវិទ្យាល័យកម្ពុជាបុត្រហើយក្នុងពេលជាមួយគ្នាអៀងសេរីបានលបលួចធ្វើការដោយសម្ងាត់ឲ្យពួកកុម្មុយនីសដែលពេលនោះបានបង្កើតបកមួយដែលដាក់ឈ្មោះថាប្រជាជនដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅខែកញ្ញាឆ្នាំ1960អៀងសេរីបានក្លាយទៅជាសមាជិកគណៈអចិន្ត្រៃយ៍បកពលករកម្ពុជាអតីតបកប្រជាជនបដិវត្តន៍ខ្មែរនៅពេលនោះក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍អៀងសេរីគឺជាមនុស្សតែម្នាក់គត់ដែលមិនមែនជាសមាជិកបកកុម្មុយនីសឥណ្ឌូចិនការដែលអៀងសេរីបានចូលក្នុងស្ថាប័នកម្ពុជានៃបកកុម្មុយនីសនៅពេលនោះប្រហែលដោយសារតែអៀងសេរីគឺជាមិត្តភក្តិរបស់សាឡុតសដែលពេលនោះគឺជាមេដឹកនាំលំដាប់ទី3នៅក្នុងបកនិងជាជំនួយការផ្ទាល់របស់ទូសមុទ្រដែលជាលេខាបកនៅក្រៅពេលដែលទូសមុទ្របាត់ខ្លួនហើយសាឡុតសបានក្លាយទៅជាលេខាបកនៅខែកុម្ភៈឆ្នាំ1963អៀងសេរីក៏បានឡើងធ្វើជាមេដឹកនាំលំដាប់ទី3នៅក្នុងបកបន្ទាប់ពីនួនជាដែលជាអនុលេខានៅឆ្នាំដដែលនោះអៀងសេរីបានរត់ចេញពីទីក្រុងភ្នំពេញទៅលាក់ខ្លួនក្នុងព្រៃជាមួយសាឡុតសជាទូទៅគេសង្កេតឃើញថាអៀងសេរីតែងតែនៅជាប់ជាមួយនឹងសាឡុតសជានិច្ចនៅពេលដែលសាឡុតសទៅលាក់ខ្លួនក្នុងមន្ទីរ100ក្នុងស្រុកក្រូចឆ្មាក៏អៀងសេរីនៅទីនោះដែរហើយអៀងសេរីបានចាប់ផ្ដើមប្រើឈ្មោះបដិវត្តន៍ថាមិត្តវ៉ាន់នៅក្រៅរដ្ឋប្រហារឆ្នាំ1970អៀងសេរីត្រូវបានតែងតាំងឲ្យធ្វើជាបេសិតពិសេសទទួលបន្ទុកផ្នែកទំនាក់ទំនងរវាងសមរភូមិមុខនៅកម្ពុជានិងសម្ដេចនរោត្តមសីហនុប្រមុខរាជរដ្ឋាភិបាលរួមជាតិដែលមានស្នាក់ការនៅទីក្រុងប៉េកាំងប្រទេសចិនក៏ប៉ុន្តែយោងតាមលោកស្រី Elizabeth Baker តួនាទីពិតរបស់អៀងសេរីនៅពេលនោះគឺជាអ្នកឃ្លាំមើលសកម្មភាពរបស់សម្ដេចនរោត្តមសីហនុនៅពេលដែលកងទ័ពខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី17ខែមេសាឆ្នាំ1975អៀងសេរីកំពុងស្ថិតនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមមួយសប្តាហ៍ក្រោយមកទើបអៀងសេរីធ្វើដំណើរពីហាណូយមកដល់ភ្នំពេញអៀងសេរីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជាជំនួសសិរិនឆាក្រោយពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងនៅឆ្នាំ1976អៀងសេរីបានក្លាយទៅជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសអៀងសេរីគឺជាមនុស្សតែម្នាក់គត់ដែលពលពតមានទំនុកចិត្តឲ្យធ្វើជាតំណាងបដិវត្តន៍នៃកម្ពុជាប្រជាធិបតេយ្យនៅលើឆាកអន្តរជាតិយោងតាមសក្ខីកម្មនៃបញ្ញវន្តខ្មែរមួយចំនួនដែលបានរួចជីវិតពីរបបខ្មែរក្រហមដូចជាលោកពេញយ៉ាថៃនិងអង្គទុនហឿងជាដើមអៀងសេរីក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហមគឺជាអ្នកបញ្ចុះបញ្ចូលបញ្ញវន្តខ្មែរដែលកំពុងនៅក្រៅប្រទេសជាពិសេសនៅប្រទេសបារាំងឲ្យវិលត្រឡប់ចូលមកកម្ពុជាវិញក្នុងហេតុផលថាដើម្បីមកជួយកសាងប្រទេសបញ្ញវន្តខ្មែរដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការបញ្ចុះបញ្ចូលនេះភាគច្រើនសុទ្ធតែត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលនៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងពេលដែលប្រជាជនកម្ពុជារាប់លាននាក់ត្រូវបានពួកខ្មែរក្រហមជំនះចេញពីទីក្រុងឲ្យទៅធ្វើសារចំការពង្រត់ប្រពន្ធពីប្តីកូនពីឪពុកម្ដាយឲ្យទៅនៅតាមកងចល័តឬតាមសហគមន៍ផ្សេងៗគ្នាក្រុមគ្រួសាររបស់អៀងសេរីដែលជារស់នៅជុំគ្នាក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃក្នុងទីក្រុងភ្នំពេញមានទឹកមានភ្លើងមានអ្នកបើកឡានមានអង្គរៈនិងអ្នកបម្រើឆ្វេងស្ដាំទៅវិញយោងតាមលោកស្រី Elizabeth Baker កូនរបស់អៀងសេរីដែលរៀនមិនទាំងបានសញ្ញាបត្រអ្វីធំដុំផងនោះសុទ្ធតែបានធ្វើជាកម្មាភិបាលខ្មែរក្រហមដូចជាកូនស្រីច្បងធ្វើជាគ្រូពេទ្យកូនស្រីពីរផ្សេងទៀតធ្វើជាអសតការីនិងកូនប្រុសធ្វើជាអ្នកបើកយន្តហោះនេះគឺជាសង្គមស្មារភាពគ្មានអ្នកមានគ្មានអ្នកក្រគ្មានអ្នកជិះជាន់គេនិងគ្មានអ្នកដែលត្រូវគេជិះជាន់ដែលក្រុមមេដឹកនាំខ្មែរក្រហមតែងតែប្រកាសក្តែងនោះក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំនៅថ្ងៃទី7ខែមករាឆ្នាំ1979អៀងសេរីក៏ដូចជាមេដឹកនាំខ្មែរក្រហមផ្សេងទៀតដែរបានទៅបង្កើតចលនាតស៊ូប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនខ្មែរថៃដើម្បីប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនិងប្រឆាំងជាមួយនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងចំណោមមេដឹកនាំខ្មែរក្រហមទាំងអស់អៀងសេរីគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានតុលាការប្រជាជនបដិវត្តន៍កម្ពុជាកាត់ទោសជាមួយនឹងប៉ុលពតពីបទប្រល័យពូជសាសន៍ចាប់ពីឆ្នាំ1979មកអៀងសេរីលែងសូវចេញមុខចេញមាត់តំណាងខ្មែរក្រហមដូចមុនទៀតហើយដោយទុកនីតិជាអ្នកនាំពាក្យឲ្យទៅខៀវសំផនជាអ្នកទទួលខុសត្រូវទៅវិញនៅឆ្នាំ1996អៀងសេរីបានផ្ដាច់ខ្លួនចេញពីក្រុមឧទាមខ្មែរក្រហមហើយចុះចូលជាមួយនឹងរដ្ឋាភិបាលក្នុងពេលជាមួយគ្នានោះអៀងសេរីបានចេញសេចក្តីថ្លែងការណ៍មួយចាប់ប្រកាន់សាឡុតសហើយប៉ុលពតដែលត្រូវជាបងថ្លៃនិងធ្លាប់ជាមិត្តភក្តិចិត្តមួយថ្លាមួយរបស់ខ្លួននោះថាជាមនុស្សផ្ដាច់ការក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិក្រោយពេលផ្ដាច់ខ្លួនចុះចូលជាមួយនឹងរដ្ឋាភិបាលអៀងសេរីបានលើកឡើងយ៉ាងដូចនេះថាអុយខ្ញុំថាជារបបប្រល័យពូជសាសន៍ខ្ញុំមិនទទួលទេតាំងពី79មក
គប់ប៉ុន្តែបញ្ហានេះការអនុវត្តក្នុងការអនុវត្តធ្វើឲ្យទុកសោកវិនិស្សកម្មមែនទែនដល់ប្រជាជនប៉ុន្តែខ្ញុំពេលនោះឯងជាមួយទាំងអស់គ្នានឹងក៏មានណាមួយគឺគូថាធ្វើដើម្បីនឹងឲ្យប្រជាជនទុកវេទនាគឺធ្វើគឺដើម្បីឲ្យជាតិនេះចម្រុងចម្រើនដែរចង់បានឆាប់រហ័សហើយធ្វើទៅហួសហេតុធ្វើទៅមិនបានគិតគូរដល់ការចាក់ផ្ដែងអត្តនោម័តរបស់ខ្លួនចេះតែខំធ្វើទៅដូច្នេះបញ្ហានេះហើយដែលជាកំហុសមួយជាផ្លូវខាងផ្លូវចិត្តប៉ុន្តែខាងឲ្យថាឥឡូវធ្វើដើម្បីសម្រាប់ប្រជាជនខ្លួនឯងដើម្បីធ្វើនឹងដើម្បីឲ្យប្រទេសនឹងហិនហោចខូចផ្សាយតាមវិខាថានេះនឹងមិនមានទេខ្ញុំមានការសង្ស័យណាស់ដោយជាមនុស្សធម៌នោះខ្ញុំបើពេលនោះខ្ញុំដឹងឲ្យច្បាស់លាស់មានព្រឹត្តិការណ៍របៀបនេះខ្ញុំប្រហែលជាប្រោបដាច់ស្លាប់រស់តស៊ូដែរប៉ុន្តែក្នុងរបបហៅថាពេលនោះឯងវាគេធ្វើមានផ្នែកសម្ងាត់មានផ្នែកចំហដូចតែភាពច្រើនខ្លួនខ្ញុំអត់បានដឹងរឿងនោះទេបើដឹងរឿងទេខ្ញុំបានទៅប្រាប់ពលពតក៏មានមតិថាខ្ញុំគិតទៅໄວរបស់ខ្លួនឯងដូច្នេះខ្ញុំមានការសោកស្ដាយមែនទែនណាអ៊ីសេរីបានលើកឡើងទៀតថានៅក្នុងរយៈពេលដែលខ្មែរក្រហមកាន់អំណាចពលពតគឺជាអ្នកសម្រេចរាល់កិច្ចការអ្វីៗទាំងអស់រួមទាំងការជំរាបប្រជាជនចេញពីទីក្រុងការកាប់សម្លាប់បញ្ញវន្តខ្មែរដែលចោទថាជាភ្នាក់ងារចារកិច្ចបរទេសនិងការកម្ចាត់បោះសម្អាតបកកុម្មុយនីសកម្ពុជាអ៊ីសេរីបានបញ្ជាក់ថាដោយមកពីមូលហេតុនេះហើយទើបគាត់សម្រេចចិត្តផ្ដាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក៏ប៉ុន្តែបើសិនជាពលពតគឺជាមនុស្សតែម្នាក់ដែលដឹកនាំបែបផ្ដាច់ការសម្រាប់មនុស្សក្នុងចន្លោះឆ្នាំ1975ដល់ឆ្នាំ1979ហើយអ៊ីសេរីគឺជាអ្នកប្រឆាំងនឹងការសម្លាប់មនុស្សនេះប៉ុន្មានហើយអ្វីមកជាក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅឆ្នាំ1979អ៊ីសេរីនៅតែបន្តធ្វើជាមេដឹកនាំខ្មែរក្រហមតទៅទៀតហើយអ្វីមកជាត្រូវរងចាំរហូតដល់ទៅជិត20ឆ្នាំទើបអ៊ីសេរីចេញមកកោតទោសពលពតបែបនេះការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជាពិសេសទៅលើពលពតដែលបានស្លាប់បាត់ទៅហើយនោះគឺជាទម្លាប់ទៅហើយរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលនៅរស់រានមានជីវិតហើយដែលកំពុងប្រឈមមុខនឹងការកាត់ទោសពីសំណាក់តុលាការខ្មែរក្រហមជាថ្នូរនឹងការចោះចូលជាមួយនឹងរដ្ឋាភិបាលអ៊ីសេរីត្រូវបានព្រះបាទសម្ដេចព្រះនរោត្តមសីហនុលើកលែងទោសឲ្យរួចផុតពីទោសប្រហារជីវិតដែលតុលាការប្រជាជនបដិវត្តន៍នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាត់ទោសកាលពីខែសីហាឆ្នាំ1979ហើយពីពេលនោះមកអ៊ីសេរីបានរស់នៅសោយសុខនៅក្នុងទីក្រុងប៉ៃលិនដែលកូនប្រុសរបស់គាត់ធ្វើជាអភិបាលរងក្រុងបន្តមកអ៊ីសេរីនិងប្រពន្ធគឺអ៊ីងធីរិតបានមករស់នៅក្នុងវិឡាដ៏ស្កឹមស្កៃមួយក្នុងទីក្រុងភ្នំពេញដោយមានទាំងអង្គរៈយាមឆ្វេងស្ដាំផងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2007អ៊ីងសេរីនិងអ៊ីងធីរិតជាភរិយាត្រូវបានអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជាទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមចេញពីការចាប់ខ្លួនពីភូមិគ្រឹះរបស់គាត់នៅទីក្រុងភ្នំពេញអ៊ីងសេរីត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្នរហូតមកទល់ពេលនេះដោយរងចាំសវនាការជំនុំជម្រះដោយមានឈ្មោះដើមថាកាំងកេតអ៊ីវកាលនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1942នៅភូមិពើវើយឃុំទៀមបាងស្រុកស្ទូងខេត្តកំពង់ធំកាំងកេតអ៊ីវគឺជាកូនកាត់ចិនមានបងប្អូនបង្កើត5នាក់នៅក្នុងត្រកូលជាកសិករក្រីក្រក្រោយពីប្រឡងជាប់បាក់អងនៅកំពង់ធំកាំងកេតអ៊ីវបានមករៀននៅវិទ្យាល័យដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងភ្នំពេញគឺវិទ្យាល័យព្រះស៊ីសវ័តហើយបានស្នាក់នៅក្នុងវត្តអូណាឡាមនៅឆ្នាំ1964កាំងកេតអ៊ីវបានប្រឡងជាប់បាក់ឌុបហើយជាប់ជាសិស្សឆ្នើមទូទាំងប្រទេសផ្នែកគណិតវិទ្យាបន្តមកកាំងកេតអ៊ីវបានទៅចូលរៀននៅវិទ្យាស្ថានគ្រូកោសលនៅជិតវិមានឯករាជ្យនៅឆ្នាំ1965កាំងកេតអ៊ីវបានចេញទៅធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យារូបវិទ្យានិងគីមីវិទ្យានៅវិទ្យាល័យស្គុនខេត្តកំពង់ធំអ្នកដែលធ្លាប់រៀនជាមួយនឹងកាំងកេតអ៊ីវបានឲ្យដឹងថាកាំងកេតអ៊ីវគឺជាគ្រូម្នាក់ដែលមានចរិតស្លូតបូតរាក់ទាក់មិនចេះវិរិទ្ធនិងស្និទ្ធស្នាលជាមួយនឹងកូនសិស្សដែលជាហេតុធ្វើឲ្យសិស្សស្រឡាញ់ចូលចិត្តគ្រប់គ្នាពេលដែលស្នាក់នៅរៀននៅក្នុងទីក្រុងភ្នំពេញកាំងកេតអ៊ីវដែលជាកូនចៅកសិករក្រីក្របានមើលឃើញអំពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រនិងអ្នកមានគឺនៅពេលនោះហើយដែលកាំងកេតអ៊ីវចាប់ផ្ដើមមានគំនិតស្អប់ខ្ពើមវណ្ណៈសក្តិភូមិហើយស្រឡាញ់ចូលចិត្តគំនិតកុម្មុយនីសម្យ៉ាងវិញទៀតនៅពេលដែលកំពុងរៀននៅវិទ្យាស្ថានគ្រូកោសលកាំងកេតអ៊ីវបានស្គាល់ជនកុម្មុយនីដ៏សំខាន់ម្នាក់គឺសុនសេនដែលពេលនោះគឺជានាយកវិទ្យាស្ថានហើយដែលក្រោយមកបានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបខ្មែរក្រហមនៅឆ្នាំ1967នៅពេលធ្វើជាគ្រូបង្រៀននៅកំពង់ធំកាំងកេតអ៊ីវបានចូលជាសមាជិកបកកុម្មុយនីសកម្ពុជាហើយឆ្នាំដដែលនោះកាំងកេតអ៊ីវត្រូវបានប៉ូលីសនៃរដ្ឋាភិបាលសង្គមរាស្ត្រនិយមចាប់ខ្លួនយកទៅដាក់គុកព្រៃសរនៅទីក្រុងភ្នំពេញនៅក្នុងគុកកាំងកេតអ៊ីវក៏បានជួបជាមួយនឹងម៉មណៃហៅច័ន្ទ
ដែលក្រោយមកបានក្លាយទៅជាអនុប្រធានរបស់ឌុចនៅគុកទូស្លែងក្រោយរដ្ឋប្រហារខែមីនាឆ្នាំ1970កាំងកេអ៊ីវត្រូវបានរដ្ឋាភិបាលថ្មីលើកលែងទោសហើយចេញពីគុកទៅកាំងកេអ៊ីវមិនបានវិលត្រឡប់ទៅកំពង់ធំវិញទេក៏ប៉ុន្តែត្រឡប់ទៅស្នាក់នៅក្នុងវត្តអណាឡោមដែលជាកន្លែងធ្លាប់ស្នាក់នៅកាលពីនៅជាសិស្សអតីតពិសោធន៍នៅវត្តអណាឡោមដែលជាមិត្តជិតស្និទ្ធរបស់កាំងកេអ៊ីវបានឲ្យដឹងថានៅវត្តអណាឡោមអ្នកណាក៏ដឹងដែរថាកាំងកេអ៊ីវគឺជាខ្មែរក្រហមកាំងកេអ៊ីវដែលមានឈ្មោះក្រៅមួយទៀតហៅថាគៀវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងខៀវសំផនជាមួយជួនជឿននិងជាពិសេសជាមួយនឹងសុកធុហៅវ៉ុនវ៉េតដែលសិតសឹងតែបានក្លាយទៅជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមនៅឆ្នាំ1973កាំងកេអ៊ីវបានរត់ចេញពីទីក្រុងភ្នំពេញទៅចូលរួមតស៊ូជាមួយនឹងពួកខ្មែរក្រហមនៅក្នុងព្រៃស្ថិតនៅតាមបណ្ដោយជួរភ្នំក្រវាញកាំងកេអ៊ីវបានចាប់ផ្ដើមប្រើឈ្មោះបដិវត្តថាឌុចហើយត្រូវបានវ៉ុនវ៉េតតែងតាំងឲ្យធ្វើជាមេគុកដែលមានលេខសម្ងាត់ថាម13ស្ថិតនៅឃុំអមលៀងខេត្តកំពង់ស្ពឺហើយក្រោយមកឌុចក៏បានបង្កើតគុកមួយបន្ថែមទៀតដែលមានលេខសម្ងាត់ថាម99ស្ថិតនៅជើងភ្នំបារ៉ាអ្នកទោសរាប់ម៉ឺននាក់បានជាប់នៅក្នុងគុកទាំងពីរគ្នានេះគឺចាប់ពីពេលនោះហើយដែលឌុចចាប់ផ្ដើមដកបទពិសោធន៍របៀបធ្វើទរណកម្មសួរចម្លើយអ្នកទោសនៅក្រៅពេលដែលខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975ដោយត្រូវបានតាំងឲ្យធ្វើជាប្រធានមន្ត្រីសន្តិសុខស21ហាគុកទូស្លែងនៅទីក្រុងភ្នំពេញយោងតាមឯកសារនៅគុកទូស្លែងដែលបច្ចុប្បន្នរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជាថ្នាក់លើរបស់ឌុចនៅពេលនោះគឺសុនសេនហាខៀវអតីតគ្រូបង្រៀនរបស់ឌុចនៅវិទ្យាស្ថានគ្រូកសោនិងនួនជាហាបង្នួនអនុលេខាបកកុម្មុយនីសកម្ពុជានៅក្នុងឯកសារទាំងនោះគេឃើញមានហត្ថលេខារបស់ឌុចលើកំណត់ហេតុបញ្ជូនទៅថ្នាក់លើនិងចំណាយរបស់ឌុចបញ្ជាឲ្យអ្នកនៅក្រៅបង្គាប់ធ្វើទរណកម្មនិងសម្លាប់អ្នកទោសជាដើមឌុចបានរៀបចំចងក្រងឯកសារជាច្រើនស្ដីអំពីប្រវត្តិរូបនិងចម្លើយសារភាពរបស់អ្នកទោសទាំងនោះគឺឯកសារទាំងនោះហើយដែលបានក្លាយទៅជាភស្តុតាងយ៉ាងសំខាន់ក្នុងការស៊ើបអង្កេតរបស់តុលាការខ្មែរក្រហមនៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ1979ដោយស្ថិតនៅក្នុងចំណោមមន្ត្រីកម្មាភិបាលខ្មែរក្រហមចុងក្រោយគេបង្អស់ដែលបានរត់ចេញពីទីក្រុងភ្នំពេញដោយបានទៅដល់ប្រទេសថៃនៅអំឡុងខែឧសភាឆ្នាំ1979នៅក្នុងអំឡុងពេលនោះមិនសូវមានព័ត៌មានច្បាស់លាស់សរសេរអំពីជីវិតរបស់ឌុចនោះទេនៅក្នុងឯកសារខ្លះដូចជានៅក្នុងសៀវភៅរបស់លោក Nick Dunlop ដែលមានចំណងជើងថា The Lost Executioner ឬពេជ្ឈឃាតបាត់ខ្លួនបានសរសេរថាឌុចបានទៅនៅជួបជុំគ្រួសាររបស់គាត់នៅក្នុងព្រៃស្ថិតនៅក្នុងស្រុកសំឡូតឌុចត្រូវបានបងទីនួនជាដកតំណែងនៅក្នុងហេតុផលថាឌុចមិនបានកំទេចឯកសារនៅក្នុងគុកទូស្លែងអស់មុននឹងរត់ចេញពីទីក្រុងភ្នំពេញនៅឆ្នាំ1986ដោយត្រូវបានមេដឹកនាំខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើជាគ្រូបង្រៀនភាសាខ្មែរនៅវិទ្យាស្ថានបរទេសក្រុងប៉េកាំងប្រទេសចិនមួយឆ្នាំក្រោយមកដូចបានវិលត្រឡប់មកប្រទេសថៃវិញហើយបានដូរឈ្មោះទៅជាហុងពិនវិញដូចបានទៅបម្រើការនៅការិយាល័យរបស់ប៉ុលពតដែលស្ថិតនៅក្នុងជំរំ505ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីថ្ងៃទី23តុលាឆ្នាំ1991ដូចបាននាំគ្រួសារទៅរស់នៅភូមិគំស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យដូចបានវិលត្រឡប់ទៅប្រកបរបរជាគ្រូបង្រៀនវិញនៅឆ្នាំ1995ក្រោយពីរំជាប្រពន្ធបានស្លាប់ដោយសង្គ្រាមដូចបានសំផ្លាស់ទៅបង្រៀននៅអនុវិទ្យាល័យស្វាយជ័យវិញគឺនៅពេលនោះហើយដែលដូចបានថ្វាយខ្លួនជឿព្រះយេស៊ូវហើយទទួលពិធីបន់ជ្រមុជទឹកហើយបន្តមកដូចបានក្លាយទៅជាគ្រូគង្វាលជំនួយនៅក្នុងព្រះវិហារមួយឈ្មោះថា Golden Western Cambodian Christian Church នៅឆ្នាំ1997ក្រោយពីមានការបែកបាក់នៅក្នុងចំណោមជួរថ្នាក់ដឹកនាំខ្មែរក្រហមដូចបានរត់ចេញពីស្វាយជ័យទៅកាន់ប្រទេសថៃរហូតដល់ឆ្នាំ1998ទើបដូចត្រឡប់មកប្រទេសកម្ពុជាវិញក៏ប៉ុន្តែនៅខ្លះគេស្គាល់អត្តសញ្ញាណរបស់ខ្លួនថាជាអតីតមេគុកទូស្លែងនោះដូចមិនបានត្រឡប់ទៅស្រុកស្វាយជ័យវិញទេដូចបានទៅធ្វើការឲ្យអង្គការគ្រីស្ទានមួយឈ្មោះថា World Vision នៅស្រុករតនមណ្ឌលខេត្តបាត់ដំបងនៅឆ្នាំ1999អ្នកកាសែតបរទេសពីររូបគឺលោក Nick Thayer និង Nick Dunlop បានទៅជួបសម្ភាសជាមួយនឹងដូចក្រោយពីបទសម្ភាសនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដូចក៏បានចូលសារភាពប្រកួតខ្លួនឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាចាប់ពីពេលនោះមកដូចត្រូវបានគេចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួននៃតុលាការយោធាក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី31ខែកក្កដាឆ្នាំ2007ដូចត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធាទៅឲ្យអង្គជំនុំជម្រះវិសាមញ្ញទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញដូចត្រូវបានតុលាការពិសេសធ្វើការចាប់ប្រកាន់ជម្រៅការពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅថ្ងៃទី26ខែកក្កដាឆ្នាំ2010អង្គជំនុំជម្រះវិសាមញ្ញទទួលបន្ទុកជំនុំជម្រះមេដឹកនាំខ្មែរក្រហមបានប្រកាសសាលក្រមសម្រាប់ឲ្យកាន់កិច្ចអៀវហាដូចចុះពីរដ្ឋពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការបំពេញយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ក៏ប៉ុន្តែដោយដូចបានសារភាពកំហុសនៅបានសហការជាមួយនឹងតុលាការចៅក្រមក៏បានសម្រេចផ្តន្ទាទោសឲ្យដូចជាប់ពន្ធនាគារត្រឹមតែ35ឆ្នាំប៉ុណ្ណោះពីរយៈពេល35ឆ្នាំនេះត្រូវកាត់បន្ថយ5ឆ្នាំបន្ថែមទៀតដោយតុលាការយល់ឃើញថាការឃុំខ្លួនដូចនៅក្នុងតុលាការយោធាពីឆ្នាំ1999គឺជាការឃុំខ្លួនខុសនីតិវិធីទី
ទីបញ្ចប់ទោសរបស់ដេចនៅសល់តែ30ឆ្នាំប៉ុណ្ណោះដោយគិតចាប់ពីថ្ងៃចាប់ខ្លួនពោលគឺពីឆ្នាំ1999មកបើរាប់ពីថ្ងៃប្រកាសសារក្រមដេចនឹងត្រូវជាប់ពន្ធនាគាររយៈពេលតែជាង18ឆ្នាំទៀតប៉ុណ្ណោះប្រសិនបើដេចអាចនៅរស់លើសពី86ឆ្នាំដេចនឹងអាចដើរចេញពីគុកហើយអាចរស់នៅដោយមានសេរីភាពពេញលេញវិញបាននៅក្រៅពេលដែលប្រកាសសារក្រមដេចភ្លាមលោកជុំមីអតីតអ្នកទោសគុកទូស្លែងបានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការសម្រេចទោសលើដេចខ្ញុំមិនអាចទទួលយកបានទេមិនអាចទទួលយកបានទេវាជាប់គុកតិចពេកដល់10ឆ្នាំ9 10ឆ្នាំខ្ញុំឲ្យគាត់ជាប់គុកអស់មួយជីវិតខ្ញុំថាបើសិនណាតឡាការកាត់ទោសដូចឲ្យអស់មួយជីវិតដែរខ្ញុំមានថាការសាសនាជាតិខ្ញុំឡើងវិញសាសនាបានខ្ញុំអាចសាសនាបានក៏ប៉ុន្តែបើសិនណាចៅក្រមកាត់ទោសអត់ឲ្យជាប់មួយជីវិតខ្ញុំមិនអាចសាសនាបានទេបាទដើម្បីជំទាស់នឹងការសម្រេចទោសស្រាលបែបនេះសហព្រះកញ្ញាព្រមទាំងដើមបណ្ដឹងរដ្ឋប្រពៃណីក៏បានដាក់ពាក្យបណ្ដឹងសារទុកទៅកាន់តុលាការកំពូលជាបន្តទៀតក្រោយពីបានបើកសវនាការជំនុំជម្រះកាលពីចុងខែមីនាឆ្នាំ2011តុលាការកំពូលគ្រោងនឹងប្រកាសសារក្រមលើបណ្ដឹងសារទុកលើសំណុំរឿងដេចនៅមុនដំណាច់ឆ្នាំ2011នេះក៏ប៉ុន្តែលោកវណ្ណាតអតីតអ្នកទោសមួយរូបទៀតដែលធ្លាប់ជាប់ឃុំនៅក្នុងគុកទូស្លែងប្រកាសជាមិនបាននៅស្ដាប់ការសម្រេចចុងក្រោយនេះទេដែលលោកបានទទួលមរណភាពដោយជំងឺកាលពីថ្ងៃទី5ខែកញ្ញាឆ្នាំ2011នេះទោះជាយ៉ាងណាលោកវណ្ណាតធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថាចំនួនឆ្នាំដែលលោកជាប់គុកនោះមិនសំខាន់ទេសម្រាប់លោកអ្វីដែលសំខាន់គឺនៅត្រង់ថាតើដូចខ្លួនឯងដឹងខ្លួនថាខ្លួនឯងខុសដែរឬក៏អត់តំណងរឿងដំណើររបស់ដូចកន្លងមកហ្នឹងគឺកំណត់ទោស5ឆ្នាំខ្ញុំយល់ថាអាហ្នឹងខ្ញុំអាចទទួលយកបានតែទឹកទោសដែលកំណត់ទៅលើខ្ញុំចាប់ចោលហ្នឹងវាមានសំខាន់ដែលថាតិចអីច្រើនទេពួកខ្ញុំណាខ្ញុំសំខាន់ទៅលើបុគ្គលនោះអាចកែឬក៏អាចមានពេលវេលាកែខ្លួនបានដែរអត់តែដឹងជួននឹងបើរបស់ខ្លួនឃើញទៅខុសទៅត្រូវតែខុសហើយនឹងសម្រាប់ខ្ញុំពីរឿងល្អណាស់បាច់គិតថារឿងតាមអីទេទុកឲ្យប្រហែលឆ្នាំឲ្យគាត់សាងជីវិតគាត់ធ្វើបន់ធ្វើទានសម្ដេចខ្លួនគាត់ទៅចាស់ខ្ញុំមិនចង់ឲ្យមនុស្សដែលទទួលទៅឲ្យលិចបាត់ទៅថ្ងៃដែលអត់មកបានទេ